បាទសូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំបងប្អូនទាំងអស់គ្នាមកស្ដាប់រឿងនិទានមួយដែលមានចំណងជើងថារឿងដើមកំណើតសត្វលោកមានបក្សីម្យ៉ាងហៅថាសត្វកូនលោករូបរាងស្រដៀងនឹងសត្វក្រលីងក្រឡងតែមានមាឌធំជាងក្រលីងក្រឡងបន្តិចសម្បុរវាក្រហមទុះច្រើននៅអាស្រ័យព្រៃភ្នំឬព្រៃភ្នំស្រោងស្រឹងសត្វនេះចាស់ខ្មែរបាននិយាយតគ្នាមកថាមានដើមកំណើតពីមនុស្សដូចមានដំណាលតទៅនេះកាលពីព្រេងនាយមានកសិករ2នាក់ប្តីប្រពន្ធជាអ្នកក្រលំបាកមានកូនស្រីតូច3នាក់កូនស្រីទី1ចេះដងទឹកដាំបាយកូនស្រីទី2ចេះនាំប្អូនដើរលេងកូនស្រីទី3ចេះរត់លេងក្រោយពីពេលដែលប្តីស្លាប់ចោលទៅនាងប្រពន្ធនៅមួយម៉ាយជាមួយនឹងកូនស្រី3នាក់តែងតែទៅកាប់អុសបេះបន្លែទូលទៅលក់ឯផ្សាររាល់ថ្ងៃមួយនាងបានដើរទៅជួបនឹងអ្នកលេងស៊ីផឹកម្នាក់ដែលតែងតែដើរលួចឆក់អ្នកដំណើរចិត្តឆ្ងាយបានលុយកាក់មកផឹកស៊ីហឺហាអ្នកលេងនោះកាលបើក្រឡេកឃើញអ្នកមេម៉ាយក៏សម្ដែងអាកប្បកិរិយាជាអ្នកគួរសមសួរនាងថាចុះនាងនៅភូមិឯណាឆ្ងាយឬជិតហេតុអ្វីក៏មិនអោយប្តីជួយរែកប្រឹងផ្ទុកទូលម្នាក់ឯងយ៉ាងម្លេះនាងក៏ប្រាប់ដោយត្រង់ថាខ្ញុំជាស្រីមេម៉ាយប្តីស្លាប់ចោលទៅសពថ្ងៃលំបាកណាស់ប្រឹងកាប់អុសបេះបន្លែលក់គ្រាន់បានប្រាក់កាសបន្តិចបន្តួចយកទៅទិញអាហារចំណីឲ្យកូនស្រី3នាក់បរិភោគឮដូច្នោះអ្នកលេងនឹកអរប្រូចក្នុងចិត្តថានាងនេះមេម៉ាយមែនប៉ុន្តែមានរូបស្អាតគ្រាន់បើអញគួរតាមទៅសួរដល់ផ្ទះយកជាប្រពន្ធឲ្យបានហើយក៏គិតនិយាយថានាងខ្ញុំមានចិត្តអាណិតនាងណាស់ខ្ញុំសូមជូន10កហាបណៈសម្រាប់ទិញអីវ៉ាន់ផ្ញើកូននាងជាមេម៉ាយក៏ទទួលយកភ្លាមដោយសេចក្តីត្រេកអរលុះលក់អស់នឹងបន្លែអស់ហើយនាងបានត្រឡប់មកផ្ទះវិញឯអ្នកដើរលេងក៏លបដើរតាមក្រោយដើម្បីគន់មើលផ្ទះវិញលុះពេលប្រឡប់ក៏ទៅជួបឯផ្ទះនាងនិយាយគ្នាត្រូវមាត់ហើយក៏យកគ្នាជាប្តីប្រពន្ធទៅចាប់តាំងពីថ្ងៃនោះមកអ្នកលេងតែងតែទៅប្លន់អ្នកស្រុក 2-3 ថ្ងៃមកផ្ទះម្ដងក៏មានកន្លះខែមកម្ដងក៏មាននាងនោះមានប្រាក់កាសចាយបរិបូរណ៍ស្លៀកពាក់សុទ្ធតែរបស់ល្អក៏ទៅជាចិត្តធំឡើងចាងដើរលេងជាមួយប្តីនៅតាមផ្សារផ្លេចគិតដល់កូនកំសត់ទាំង3នាក់មានចិត្តក្តៅក្រហាយស្អប់កូនស្រីរបស់ខ្លួនឃើញមុខកូនពេលណាចង់ទៅយកកំបិតមកកាប់ឲ្យដាច់កទាំង3នាក់ពេលដាក់ស្លឆ្អិនហើយនាំប្តីបរិភោគតែ2នាក់សល់បាយក្នុងឆ្នាំងបន្តិចបន្តួចកូនទាំង3នាក់នាំគ្នាកេះកាយស៊ីខ្លះដេកលក់ក្បែរជើងក្រានខ្លះដេកលក់ក្បែរល្វែងផ្ទះខាងក្រៅមុខសុចខំពងខ្លួនពេលព្រឹកនាងនោះតាំងតែងខ្លួនប្រានទៅស៊ីផឹកនៅឯផ្សារជាមួយប្តីរាល់ថ្ងៃមួយប្តីបាននិយាយរំលឹកថាបងមានសេចក្តីអៀនខ្មាស់មិត្តភក្តិខ្លាំងណាស់ព្រោះអូនចេះតែតាមបងទៅផឹកស៊ីនៅឯផ្សារដូច្នេះបងសូមអង្វរចិត្តអូនសូមអូននៅផ្ទះថែទាំកូនទាំង3នាក់ចុះឮប្តីនិយាយយ៉ាងនេះនាងនោះនិយាយគិតថាប្តីអញគាត់ហឺហាណាស់ពួកស្រីខូចក្នុងផ្សារស្គាល់គាត់ទាំងអស់បើអញបណ្ដោយតទៅថ្ងៃមកគាត់នឹងលះបងអញចោលរំខានគួរអញរកឧបាយកលសម្រាប់កូនស្រីទាំង3នាក់ចោលកុំឲ្យគាត់មានពាក្យចាក់ដោតថាឲ្យអញនៅផ្ទះព្រោះតែកូនឡើយលុះដល់ខែពិសាខមានភ្លៀងធ្លាក់ជោគជាំនាងនោះនិយាយបញ្ឆោតកូនថាកូនអើយកាលឪពុកឯងរស់នៅតែដល់រដូវនេះហើយគាត់តែងនាំម្ដាយទៅសាបព្រោះស្រូវនៅត្រពាំងទឹកក្នុងជ្រៃចិត្តជើងភ្នំមានខ្ទមលំហចាំស្រូវស្អែកនេះម្ដាយនឹងយកស្រូវពូជទៅសាបព្រោះចូលកូនទៅដេកចាំចាប់ព្រៀបរលកកុំឲ្យស៊ីស្រូវលុះព្រឹកឡើងនាងនោះនាំកូនទៅព្រៃហោឋានចិត្តជើងភ្នំយកស្រូវទៅបាចសាបក្នុងត្រពាំងរួចផ្ដាំកូនថាណែហងរាល់គ្នា ត្រូវនៅចាំស្រូវកុំទៅណាឆ្ងាយកុំទៅផ្ទះបើទៅអញវាសម្លាប់
ផ្ដាំហើយនាងនោះទុកបាយឲ្យមួយចំណែកម្នាក់អង្គ3ចានពោត4-10គ្រាប់កូនឆ្នាំងដីមួយនិងអំបិលប្រហុកបន្តិចបន្តួចដោយគិតថាយប់នេះខ្លាវានឹងមកហាំស៊ីបើមិនស្លាប់ដោយខ្លាស៊ីក៏គង់ស្លាប់ដោយអត់បាយពុំខានលុះផ្ដាំកូនស្រេចហើយក៏ត្រឡប់មកផ្ទះវិញដេកចាំមើលប្តីមកពីរកស៊ីលុះប្តីមកដល់ក៏សួរថាកូនស្រីទាំង3នាក់ទៅលេងឯណាពុំឃើញមកផ្ទះប្រពន្ធប្រាប់ថាខ្ញុំប្រើវាឲ្យទៅចាំស្រូវជាមួយចាស់ទុំជាច្រើនលុះស្រូវទុំទើបវាត្រឡប់មកវិញចំណែកកុមារីទាំង3នាក់នាំបងប្អូនយកគ្រាប់ពោតនោះទៅកប់តាមភ្លឺត្រពាំងពេលយប់នាំគ្នាទៅដេកលើខ្ទមឮសូរតែមាត់ដំរីចចកស្វានស្វាស្រែកត្រហឹងអឹងកងពេញព្រៃស្មោះសាននាងបងមានសេចក្តីផិតភ័យញ័រខ្លួនដូចសត្វស្ទើរគ្មានព្រលឹងក្នុងខ្លួនលួងប្អូនកុំឲ្យយំខ្លាចសត្វសាហាវទាំងនោះវាមកខាំសម្លាប់គ្រានោះមានរុក្ខទេវតាដែលស្ថិតនៅក្នុងព្រៃស្មោះសានគិតថានាងម្ដាយហេតុអ្វីក៏យកកូនតូចៗមកប្រោះចោលក្នុងព្រៃដូច្នេះបើអញមិនជួយកុមារទាំង3នេះផងមុខជាមរឹកពៀតយំខ្នងស៊ីពុំខានគួរអញសង្គ្រោះកុមារទាំងនេះទម្រាំផុតពេលរាត្រីនេះហើយអញនឹងក្រាបទូលសម្ដេចព្រះឥន្ទ្រាធិរាជគិតស្រេចហើយអរិយទេវតាសម្ដែងរិទ្ធស្រែកគំរាមពួកសត្វសាហាវឲ្យរត់ខ្ចាត់ខ្ចាយអស់ទៅលុះព្រឹកឡើងក៏ចូលទៅកាន់សំណាក់ទេវតាឈ្មោះវរុណនៅទិសឦសានដើម្បីឲ្យទេវតានេះនាំដំណឹងទៅក្រាបទូលព្រះឥន្ទ្រាធិរាជវរុណទេវតារំពឹងឃើញថាការនេះមិនបាច់ទៅក្រាបទូលព្រះឥន្ទ្រាធិរាជទេព្រោះកុមារីទាំង3នេះត្រូវคล้ายខ្លួនទៅជាសត្វបក្សីហើយបង្គាប់ថាអ្នកឯងត្រូវជួយការពារកុមារទាំង3នេះឲ្យម៉ត់ចត់កុំឲ្យសត្វសាហាវបៀតបៀនបានទម្រាំវាคล้ายខ្លួនទៅជាសត្វបើវាឃ្លានអាហារត្រូវនិមិត្តជាត្រីក្រឹមទន្សាយខ្ចងខ្ចៅដាក់ក្នុងត្រពាំងមួយឲ្យវាស៊ីទៅអរិយទេវតាត្រឡប់មកវិញក៏ធ្វើតាមបង្គាប់វរុណទេវរាជឯកុមារទាំង3នាក់នោះនៅចាំស្រូវបាន3យប់3ថ្ងៃក៏អស់អង្គ3ចានដែលម្ដាយចែកទុកឲ្យស៊ីប្អូនយំរកស៊ីបាយបងបានដើរទៅបេះស្លឹកថ្នាំងចូលទៅក្នុងថ្លុកក្តិចត្រួយត្រកួននិងដើមអំពៅដៀបយកមកចែកគ្នាស៊ីប្អូនបងអស់ចេះតែស្រែកយំបងក៏នាំប្អូនចុះទៅចាប់ត្រីក្រឹមទន្សាយធំមួយបានមកប្រុងដុតស៊ីតែភ្លើងដែលម្ដាយបង្កាត់ទុកឲ្យរលត់អស់ទៅក៏នាំប្អូនហែកស៊ីឆៅបន្តិចម្នាក់ប្អូនចេះតែយំកន្ទុកកន្ទិញចង់ទៅផ្ទះបងថាមិនហ៊ានទេខ្លាចម៉ែវាយតែប្អូនទាំងពីរស្រែកយំខ្លាំងពេកបងទ្រាំមិនបានក៏នាំទៅផ្ទះឯម្ដាយកាលបើឃើញកូនបណ្ដើរគ្នាមកដូច្នោះក៏មួម៉ៅស្រែកជេរពីលើផ្ទះមីកូនចង្រៃអញថាយកវាទៅប្រោះចោលឲ្យស្លាប់ព្រាត់ប្រាសអស់ទៅឥឡូវមិនស្លាប់បែរជានាំគ្នាត្រឡប់មកវិញអញវាយសម្លាប់ឥឡូវហើយកុំឲ្យអញឃើញមុខមាត់អញមិនឲ្យហងឯងឡើងផ្ទះសម្បែងទេនាងបងអង្វរថាសូមអ្នកម្ដាយអាណិតកូនផងចុះព្រោះប្អូនចេះតែយំឃ្លានបាយអត់2-3ថ្ងៃហើយស៊ីតែស្លឹកឈើជំនួសបាយភ្លើងក៏រលត់អស់បើម៉ែមិនឲ្យកូននៅកូនសុំតែអង្គនិងភ្លើងត្រឡប់ទៅវិញសូមម្ដាយកុំធ្វើបាបកូនកូនសុំទោសកូនប្អូននិយាយប្រាប់ម្ដាយថាម៉ែបងចាប់បានសាយស៊ីអែតម្ដាយឮកូនប្រាប់ថាចាប់បានទន្សាយស៊ីឆ្អែតក៏រត់តែមួម៉ៅខ្លាំងណាស់ទៅទៀតជេរបញ្ចោថាមីកូនចង្រៃវាបានទន្សាយចែកគ្នាស៊ីមិនដេចមិនយកឲ្យអញស៊ីផងនិយាយតែប៉ុណ្ណោះក៏ស្ទុះទៅវាយកូនទាំង3នាក់ធាក់ច្រាំបណ្ដេញឲ្យទៅព្រៃវិញរបស់អ្វីបន្តិចបន្តួចក៏មិនឲ្យសោះពងឲ្យទៅស្លាប់បាត់បងទៅគួរឲ្យអសូរកុមារីទាំង3នាក់នេះពន់ពេកម្ដាយវាបែកឈាមហូរសស្រាក់ក៏នៅតែមិនបាត់វិចារថាម៉ែអត់ដឹងថាម្ដាយប្រុងសម្លាប់ខ្លួនចោលសោះឯកុមារីប្អូនចេះតែអួតប្រាប់ម្ដាយថាបានសាយស៊ីអែតម្ដាយឮដូច្នោះរត់តែវាយខ្លាំងថែមទៀតនាងបងប្រឹងទាញប្អូនទាំងពីរនាក់ទៅដោយគិតឃើញថាបើទ្រាំនៅមុខតែម្ដាយសម្លាប់មិនខានហើយក៏នាំគ្នាទៅនៅក្នុងខ្ទមដដែលដោយក្រំគ្រានឹងម្ដាយវាយសំពងក៏សន្លប់បាត់ស្មារតីទាំង3នាក់អរិយទេវតាកាលបើឃើញដូច្នោះ
ក៏យកទឹកមកប្រោះព្រំកុមារីទាំង3នាក់ឲ្យមានស្មារតីឡើងវិញកុមារីទាំង3នាក់លុះដឹងស្មារតីឡើងស្រែកទ្រហោយំទាំងអស់គ្នាឯនាងបងក៏ចុះទៅចាប់ត្រីក្រឹមទន្សាយនិងរៀបខ្ចងខ្ចៅមកហែកចែកគ្នាស៊ីជំនួសបាយជានិច្ចរាល់ថ្ងៃត្រីនិងខ្ចងខ្ចៅចេះតែមានមិនអស់ព្រោះអរិយទេវតានិមិត្តឲ្យកាលណាមានថ្ងៃក្តៅល្អស្រង់មកហាលថ្ងៃឲ្យតែក្រៀមវាយបំបែកហែកចែកគ្នាស៊ីទៅនាងបងនិយាយគៀកកប្អូនលោមថាអូនអើយយើងទាំង3នាក់នេះពុំជួបមុខម៉ែទៀតទេព្រោះគាត់មានប្តីថ្មីទៀតបានជាគាត់ស្អប់យើងហើយរករឿងសម្លាប់យើងចោលយើងកុំសង្ឃឹមថាមានជីវិតរស់តទៅមុខទៀតណាមួយសម្ពុតអាវមានតែមួយម្នាក់សម្រាប់ស្លៀកដណ្ដប់ឥឡូវនេះដាច់អស់ទៅហើយតទៅមុខយើងនឹងរងាអោបក្បាលជង្គង់ហើយនឹងអាក្រាតកាយនៅតែខ្លួនទទេដោយសត្វដេរិឆានអំពីពោតដែលនាងបានដាមជុំវិញភ្លឺត្រពាំងនោះបាន3ខែមានផ្លែខ្ចីចាស់សត្វជ្រូកក្តាន់ស្វាកំប្រុកពុំហ៊ានស៊ីឡើយព្រោះអរិយទេវតាតែងថែរក្សានាងបងតែងតែទៅបេះយកមកបរិភោគជាមួយនឹងត្រីក្រឹមទន្សាយហើយនឹងខ្ចងខ្ចៅលុះបាន6ខែកុមារីទាំង3នាក់ស្រាប់តែដោះរោមចេញពេញខ្លួនដៃសងខាងដោះទៅចេញជាស្លាបទៅទះហើទៅដល់ចុងឈើចាប់ប្រតោងបេះផ្លែឈើបានទាំងអស់គ្នាតែហើទៅឆ្ងាយពុំរួចបបោមាត់ដោះចេញទៅជាចម្ពុះរឹងមាត់និយាយភាសាមនុស្សពុំកើតគ្រាន់តែដឹងខ្លួនថាខ្លួននៅជាមនុស្សតែនិយាយជាសំឡេងសត្វដេរិឆានយូរទៅកាន់តែហើទៅបានឆ្ងាយបន្តិចម្ដងព្រោះតាំងពីបបោមាត់ដោះចេញទៅជាចម្ពុះមិនដែលនិយាយភាសាមនុស្សសោះតែបើមនុស្សនិយាយទៅរកស្ដាប់បានឯប្តីចុងរបស់នាងជាម្ដាយនៃកុមារទាំងនោះតែងប្រព្រឹត្តអំពើចោរកម្មជានិច្ចថ្ងៃមួយមានអ្នកជិតខាងគេប្តឹងដល់រាជការក៏ចាប់ទៅដាក់ក្នុងគុកអស់មួយជីវិតទៅពេលនោះនាងជាម្ដាយដេកព្រួយចិត្តនឹកអាណិតដល់កូនកំសត់ទាំង3ដែលខ្លួនធ្វើទុកបុកម្នេញហើយដើរទៅក្នុងព្រៃឃើញកូននៅរញងក្នុងខ្ទមស្គាល់ច្បាស់លាស់ថាជាកូនព្រោះមានទម្រង់នៅជាមនុស្សនៅឡើយតែដោះស្លាបដោះចម្ពុះដោយសត្វដេរិឆានក៏ស្រែកហៅថាកូនអើយឥឡូវម្ដាយមកទទួលកូនទៅវិញម្ដាយលែងឲ្យកូននៅក្នុងព្រៃទៀតហើយកូនទាំង3នាក់ឮមាត់ម្ដាយហៅស្គាល់ជាក់ជាម្ដាយក៏គិតគ្នាថាម៉ែយើងមករកសម្លាប់ទៀតហើយយើងត្រូវគំទុកចិត្តគាត់យើងនាំគ្នាហើទៅល្អជាងគិតដូច្នោះក៏នាំគ្នាហើត្រសងទៅទុំលើមែកឈើខ្ពស់មួយដើមស្រែកប្រាប់មកម្ដាយដោយបំណងនិយាយថាយើងផុតនិស្ស័យជាកូនលោកហើយយើងទៅជាសត្វដេរិឆានល្អជាងអ្នកក៏មកចិត្តយើងប៉ុន្តែសម្ដីស្រែកប្រាប់ម្ដាយនោះមិនច្បាស់លាស់ជាសម្ដីមនុស្សទេទៅជាស្រែកថាកូនលោកទៅវិញកាលបើម្ដាយចូលទៅចិត្តក៏នាំគ្នាហើរទៅលើដើមឈើដតីស្រែកថាកូនលោកម្ដាយចេះតែដើរស្រែកហៅកូនទាល់តែអស់កម្លាំងដើរពុំរួចណាមួយអស់អាហារបរិភោគផងក៏ដួលស្លាប់ទៅនៅប្រទេសកម្ពុជាយើងនេះវាតែងតែហើរមករើសខ្ចៅខ្ចងស៊ីតាមវាលស្រែក្បែរជើងភ្នំឬព្រៃស្រោងកាលណាវាផ្អើលនឹងមនុស្សឬសត្វដូចគ្នាវាស្ទុះហើរស្រែកយំឮថាកូនលោកលុះរាត្រីស្ងាត់វាធ្ងោគួរឲ្យស្រណោះពន់ពេកសូមអរគុណចំពោះការចំណាយពេលវេលាដ៏មានតម្លៃតាមស្ដាប់ពីដើមរហូតដល់ចប់បើសិនជាមានកន្លែងខុសឆ្គងកន្លែងណាសូមមេត្តាខន្តីអភ័យទោសចំពោះខ្ញុំបាទផងសូមចុច Subscribe ម្នាក់មួយដើម្បីបានវីដេអូបន្តទៀតសូមអរគុណសូមជូនរឿងព្រាហ្មណ៍3នាក់ដណ្ដើមស្រីម្នាក់ធ្វើជាប្រពន្ធមាននិទានមួយថា
ព្រាហ្មណ៍ម្នាក់ឈ្មោះតនៈស្វាមីមានកូនស្រីម្នាក់ឈ្មោះនាងមន្ទាវតីរូបឆោមលោមពណ៌ល្អលើសលែងស្រីទាំងពួងគ្មានស្រីណាប្រៀបផ្ទឹមស្មើឡើយបើប្រុសណាឃើញនាងនេះតែងស្រឡាញ់ចង់បាននាងធ្វើជាប្រពន្ធគ្រប់គ្នាហើយប្រាប់ឪពុកម្ដាយឲ្យទៅស្ដីដណ្ដឹងដល់ព្រាហ្មណ៍តនៈស្វាមីជាឪពុកព្រាហ្មណ៍តនៈស្វាមីមិនព្រមឲ្យដល់អ្នកចូលទៅស្ដីដណ្ដឹងនោះឡើយចំណេរមកខាងក្រោយមានព្រាហ្មណ៍3នាក់នៅក្នុងនគរនោះដែរសុទ្ធតែជាកំឡោះមានរូបរាងល្អល្អះហើយចេះសិលសាស្ត្រគ្រប់គ្នាព្រាហ្មណ៍ម្នាក់ឈ្មោះវិជាកេសីព្រាហ្មណ៍ម្នាក់ឈ្មោះវិជាសុន្ទរៈព្រាហ្មណ៍ម្នាក់ទៀតឈ្មោះវិជាស្វាមីព្រាហ្មណ៍ទាំង3នាក់នេះប្រាប់ឪពុកម្ដាយចូលទៅស្ដីដណ្ដឹងនាងមន្ទាវតីកូនស្រីតនៈស្វាមីព្រាហ្មណ៍ដូចគ្នាតនៈស្វាមីព្រាហ្មណ៍មិនឲ្យកូនស្រីទៅព្រាហ្មណ៍ណាឡើយព្រោះគិតឃើញថាបើឲ្យទៅម្នាក់មុខជា2នាក់ទៀតខឹងលុះចំណេរតមកពួកព្រាហ្មណ៍កំឡោះជាច្រើនដែលស្រឡាញ់ចង់បាននាងមន្ទាវតីធ្វើជាប្រពន្ធរាល់គ្នានោះក៏ទៅចោមរោមនិយាយចែចង់នាងមន្ទាវតីតាមអំពើចិត្តរៀងខ្លួនឯនាងមន្ទាវតីដឹងថាពួកព្រាហ្មណ៍កំឡោះចោមស្រឡាញ់ដូច្នោះក៏កើតទុកក្រៀមក្រំទៅជាឈឺរីងរៃស្គាំងស្គមទាល់តែខ្សែជីវិតទៅឪពុកម្ដាយក៏ធ្វើបុណ្យខ្មោចកូនស្រីនោះតាមទំនៀមឯព្រាហ្មណ៍ទាំង3នាក់ដូចចេញឈ្មោះខាងដើមដែលស្រឡាញ់ចង់បាននាងមន្ទាវតីធ្វើជាប្រពន្ធគ្រប់គ្នានោះកាលបើដឹងថានាងមន្ទាវតីខ្សែជីវិតទៅហើយក៏នៅតែជាប់ចិត្តអាឡោះអាឡាយនាងនោះឥតភ្លេចម្ល៉េះហើយព្រាហ្មណ៍ឈ្មោះវិជាកេសីប្រមូលឆ្អឹងធាតុនាងមន្ទាវតីយកទៅកប់នៅព្រៃមួយហើយទួញយំចាំយាមល្បាតរៀងទៅឯព្រាហ្មណ៍ឈ្មោះវិជាសន្តរៈហេតុតែមានចិត្តអាឡោះអាឡាយនាងពេកក៏យំបោកខ្លួនបោកប្រាណប្រះដេកននាលនៅភ្នោខ្មោចនាងនោះឯងចំណែកឯព្រាហ្មណ៍ឈ្មោះវិជាស្វាមីកើតទុកសង្រេងសង្រីឥតស្បើយសោះឡើយម្លោះហើយក៏ដើរទៅពឹងពាក់សំណាក់អាស្រ័យនៅនឹងព្រាហ្មណ៍ម្នាក់រុជិស្វាមីលើកដៃសំពះរៀនសិលសាស្ត្រមន្តវិជ្ជាការឯរុជិស្វាមីព្រាហ្មណ៍ជាគ្រូអាចារ្យអាណិតក៏បង្រៀនវិជ្ជាស្វាមីព្រាហ្មណ៍ឲ្យចេះសិលប្រុសនិងសិលជប់ពូកែឆត់ឆាប់ដូចចិត្តលុះវិជ្ជាស្វាមីព្រាហ្មណ៍កំឡោះរៀនសិលសាស្ត្រចេះមន្តប្រុសជប់ស្រេចហើយក៏សំពះលារុជិស្វាមីព្រាហ្មណ៍ជាគ្រូវិលមករកព្រាហ្មណ៍2នាក់ហើយនាំទៅភ្នោនាងមន្ទាវតីប្រមូលឆ្អឹងនាងនោះឡើងទើបវិជ្ជាស្វាមីព្រាហ្មណ៍បានសូត្រសែកមន្តជប់ឆ្អឹងឲ្យរស់ជារូបរាងនាងនោះល្អប្រពៃឥតឆ្កងឡើងវិញព្រាហ្មណ៍ទាំង3នាក់នោះយល់នាងមន្ទាវតីមានរូបឆោមលោមពណ៌ល្អប្រសើរដូច្នោះក៏ឆ្លោះប្រកែកជជែកគ្នាដណ្ដើមយកនាងនោះជាភរិយារៀងខ្លួនវិជាកេសីថាអញយកឆ្អឹងនាងទៅកប់នៅឯព្រៃស្មសានហើយអញចាំយាមល្បាតឥតមាននរណាមកជួយអញសោះនាងនោះគួរតែជាភរិយារបស់អញចំណែកវិជាសន្តរៈថាអញទៅទួញយំសោករក្សាភ្នោនាងនោះនៅព្រៃស្មសានតែម្នាក់ឯងនាងគួរតែបានជាភរិយារបស់អញវិជាស្វាមីថាអញសង្វាតទៅរៀនសិលសាស្ត្រចេះហើយមកប្រុសឲ្យនាងរស់ដូចដើមនាងនេះគួរតែជាភរិយារបស់អញព្រាហ្មណ៍ទាំង3នាក់ជជែកឆ្លោះប្រកែកគ្នាចង់បាននាងជាប្រពន្ធតែរៀងខ្លួនមិនដាច់ស្រេចក៏នាំទៅដល់ចៅក្រមប្តឹងតាមដំណើរទីតីហើយសួរថាបើដូច្នេះតើនាងនេះគួរបានជាប្រពន្ធរបស់អ្នកណាចៅក្រមនឹងជំនុំជម្រះរឿងនេះមិនបានក៏នាំព្រាហ្មណ៍ទាំង3នាក់ឡើងទៅក្រាបបង្គំទូលព្រះមហាក្សត្រតាមដំណើរសពគ្រប់ប្រការព្រះមហាក្សត្រទ្រង់ពិចារណាឆ្វេងយល់ក្នុងព្រះរាជហឫទ័យស្រេចហើយទ្រង់ត្រាស់ថាឯគុណព្រះស្ដេចទាំង3នាក់នេះសឹងប្រសើរគ្រប់គ្នាគួរជាឪពុកគួរជាប្តីគួរជាកូនគឺវិជាស្វាមីដែលចេះសិលសាស្ត្រពូកែឆត់ឆាប់មកប្រុសនាងនេះឲ្យរស់រូបល្អល្អះដូចដើមនោះគួរតែបានជាឪពុកចំណែកវិជាសន្តរៈដែលជាអ្នកថែរក្សាខ្មោចនាងនោះគួរតែបានជាប្តីខាងវិជាកេសីដែលមានចិត្តសប្បុរសបានយកធាតុនាងទៅកប់នោះគួរឲ្យបានជាកូននាង
ហេតុម្ដេចក៏បានជាកូនហេតុតែគេបានយកធាតុទៅកប់ឧបមាដូចកូនលើកខ្មោចម្ដាយហើយយកធាតុទៅកប់នៅឯព្រៃស្មោសានោះឯងហេតុដូច្នេះត្រូវទុកជាម្ដាយអូព្រាហ្មណ៍ទាំង3នាក់បានឮបន្ទូលដូច្នេះហើយក៏សុខចិត្តគ្រប់គ្នាក្រាបថ្វាយបង្គំទូលព្រះបន្ទូលនៃព្រះមហាក្សត្រហើយក្រាបថ្វាយបង្គំលាទៅលំនៅអាត្មាទីតីព្រះមហាក្សត្រកាត់សេចក្តីដូច្នេះហៅសុគតិកមណាំងសុចរិតយុត្តិធម៌ល្អប្រពៃអងសូមជូនរឿងបុរស2នាក់ដណ្ដើមតាំងយូគ្នាមាននិទានមួយដំណាលថាមានបុរសមួយបាំងតាំងយូដើរតាមផ្លូវមានបុរសមួយទៀតដើរមកជួបនិយាយទៅកាន់ម្ចាស់តាំងយូថាអ្នកអើយថ្ងៃក្តៅណាស់អ្នកឲ្យខ្ញុំដោយសារម្លប់តាំងយូផងបានឬទេម្ចាស់តាំងយូឆ្លើយថាចូលអ្នកមកដើរផងគ្នាចុះទើបចៅនោះដើរចូលក្រោមម្លប់តាំងយូហើយថាអ្នកអើយឲ្យមកខ្ញុំកាន់ឲ្យអ្នកចៅម្ចាស់តាំងយូក៏ឲ្យតាំងយូទៅចៅនោះកាន់ហើយដើរទៅផងគ្នាលុះដល់ផ្លូវបែកដើរបែកចេញទីតីពីគ្នាឯចៅម្ចាស់តាំងយូមុននឹងដើរទីតីពីគ្នានិយាយថាចូលឲ្យតាំងយូមកអញវិញចៅនោះថាអញនឹងឲ្យតាំងយូអញទៅចៅម្ដេចបានបើតាំងយូជារបស់អញកាន់មកពីផ្ទះអញមកចៅម្ចាស់តាំងយូនោះខឹងហើយដណ្ដើមតាំងយូអំពីចៅនោះអស់ចិត្តពុំបានឡើយទើបចៅទាំង2នាក់នាំគ្នាទៅដល់ចៅក្រមហើយប្តឹងដោយដំណើរទីតីចៅទី1ឆ្លើយថាតាំងយូខ្ញុំកាន់មកអំពីផ្ទះខ្ញុំមកចៅនោះមករំដើមតាំងយូនេះពីខ្ញុំឯម្ចាស់តាំងយូឆ្លើយថារបស់ខ្ញុំកាន់ដើរមកពីផ្ទះចៅនេះដើរមកជួបនឹងខ្ញុំបានសុំដោយសារម្លប់តាំងយូខ្ញុំហើយយកតាំងយូពីខ្ញុំទៅកាន់លុះដល់ផ្លូវបែកមុននឹងដើរបែកចេញពីគ្នាខ្ញុំយកតាំងយូខ្ញុំវិញចៅនេះពុំឲ្យខ្ញុំឡើយទើបខ្ញុំទាំង2នាក់នាំគ្នាដណ្ដឹងលោកម្ចាស់សូមលោកម្ចាស់ពិចារណាក្តីនេះឲ្យយើងខ្ញុំមកចៅក្រមកាត់សេចក្តីនេះពុំបានទើបនាំចៅទាំង2នាក់ឡើងក្រាបបង្គំទូលព្រះមហាក្សត្រដោយនៅដំណើរនោះសពគ្រប់ព្រះមហាក្សត្រទ្រង់ព្រះចិន្តាពិចារណាឆ្វេងយល់ដោយនៅប្រាជ្ញាទៅវិសេសក៏ទ្រង់ឲ្យពុះតាំងយូនោះចែកគ្នាមួយចំហៀងម្នាក់ហើយទៅព្រះអង្គឲ្យទៅផ្ទះទីតីរួចទ្រង់ឲ្យអាមាត្យទៅតាមស្ដាប់ពាក្យសម្ដីចៅទាំង2នោះដល់ផ្ទះរៀងខ្លួនឯបុរសម្ចាស់តាំងយូកាលបើទៅដល់ផ្ទះប្រពន្ធស្រែកសួរថាតាំងយូបាត់ទៅណាមួយចំហៀងប្តីឆ្លើយថាមេអើយអញដើរទៅជួបនឹងចៅម្នាក់មកដោយសារម្លប់តាំងយូអញហើយវាយកទៅកាន់ផងគ្នាទៅដល់ផ្លូវបែកមុននឹងបែកទៅតាមផ្លូវទីតីពីគ្នាអញយកតាំងយូវិញវាពុំឲ្យទើបនាំគ្នាក៏ព្រះមហាក្សត្រទ្រង់បង្គាប់ឲ្យពុះតាំងយូនេះចែកគ្នាអាមាត្យលើពាក្យបុរសម្ចាស់តាំងយូសួរហើយប្តីប្រាប់ប្រពន្ធដូច្នោះក៏កត់ពាក្យទាំងនោះមកថ្វាយព្រះមហាក្សត្របុរសម្នាក់ទៀតដើរទៅដល់ផ្ទះប្រពន្ធស្រែកសួរថាយើបានតាំងយូមួយចំហៀងមកពីណាប្តីប្រាប់ទៅប្រពន្ធថាឯងអើយអញដើរទៅលេងបានតាំងយូមួយចំហៀងប្រងើយអាមាត្យបានឮពាក្យបុរសនោះនិយាយហើយបានកត់ពាក្យនោះមកថ្វាយព្រះមហាក្សត្រឲ្យហៅចៅទាំងពីរនោះមកដល់ហើយទើបទ្រង់ឲ្យសូត្រដំរាពាក្យនោះឲ្យចៅទាំងពីរស្ដាប់ចៅដែលដណ្ដើមតាំងយូនោះយល់ថាខ្លួនខុសពិតហើយក៏ឥតចម្លើយអ្វីនឹងឆ្លើយឡើយអោនមុខអៀនអន់ស្ងាត់បាត់មាត់នៅទីនោះ
ទើបព្រះមហាក្សត្រទ្រង់ព្រះរាជបញ្ជាឲ្យបុរសនោះសងតាំងយូរគេព្រះមហាក្សត្រទ្រង់ព្រះបញ្ជាដូច្នេះចៅទាំងពីរនោះចូលចិត្តហើយក៏ក្រាបបង្គំលាទៅលំនៅទីតីសូមអរគុណចំពោះការចំណាយពេលវេលាដ៏មានតម្លៃតាមស្ដាប់ពីដើមរហូតដល់ចប់បើមានកន្លែងណាខុសឆ្គងមិនសមរម្យសូមមេត្តាខន្តីអភ័យទោសសូមជួយចុច Subscribe ម្នាក់មួយដើម្បីបានវីដេអូថ្មីបន្តទៀតសូមអរគុណសូមជូនរឿងសត្វឥន្ទ្រីនិងក្រពើដណ្ដើមដំរីគ្នាស៊ីមាននិទានមួយថាមានសត្វឥន្ទ្រីមួយនៅលើកោះកណ្ដាលសមុទ្រហើយមានក្រពើមួយធ្វើរូងនៅក្រោមកោះនោះផងសត្វឥន្ទ្រីនោះតែងទៅឆាបដំរីអំពីត្រើយសមុទ្រយកទៅឆីនៅខាងរូងក្រពើជាប្រក្រតីថ្ងៃមួយក្រពើមើលយល់ឥន្ទ្រីពំដំរីនឹងឆីហើយក្រពើនោះគិតក្នុងចិត្តថាអញនឹងដណ្ដើមសាច់ដំរីអំពីឥន្ទ្រីឆីលុះឥន្ទ្រីពំដំរីមកដាក់ដល់ឋានដែលធ្លាប់តែបរិភោគជារៀងរាល់ថ្ងៃនោះក្រពើនោះវាចេញពីរូងទៅរកឥន្ទ្រីហើយសួរថាមនាលឥន្ទ្រីម្ដេចក៏ព្រះស្ដែងមកលួចសាច់ដំរីជាអាហារអញឥន្ទ្រីឆ្លើយថាដំរីនេះអញឆាបយកមកអំពីត្រើយសមុទ្រជាប្រកបទើបតែអំបញ្ញមិញនេះឯងម្ដេចក៏ព្រះស្ដែងថាអញលួចអាហារព្រះស្ដែងក្រពើនិងឥន្ទ្រីវិវាទគ្នាប្រាថ្នាចង់បានសាច់ដំរីទៅវិញទៅមកពុំដាច់ស្រេចឡើយទើបនាំគ្នាទៅប្តឹងពោធិសត្វជាតបោះនៅទីនោះក្រពើនិងឥន្ទ្រីប្តឹងដោយដំណើរទីតីក្រពើថាខ្ញុំខាំដំរីនឹងឆីនៅរូងខាងក្នុងលំនៅខ្ញុំឥន្ទ្រីនេះមកដណ្ដើមសាច់ដំរីនឹងយកឆីជាអាហារឥន្ទ្រីថាដំរីនេះខ្ញុំឆាបអំពីត្រើយសមុទ្រជាប្រកបទើបតែមកដល់ខ្ញុំគិតនឹងឆីស្រាប់តែក្រពើនេះវាឡើងអំពីរូងទៅថាខ្ញុំលួចចំណីអាហារវាទាំងនេះសូមព្រះអង្គពិចារណាឲ្យខ្ញុំផងទើបតបោះមកមើលដល់ទីកន្លែងដំរីឃើញតែស្នាមក្រចកឥន្ទ្រីពុំឃើញចង្កូមក្រពើនោះឡើយព្រះអង្គយកក្រចកឥន្ទ្រីមកផ្ទាប់មើលយល់ថាមែនតបោះថាឥន្ទ្រីនេះយល់ជាមានសាក្សីមែនពិតឯក្រពើអត់សាក្សីអ្វីឡើយទើបកាត់សេចក្តីឲ្យក្រពើចាញ់ឥន្ទ្រីតបោះកាត់សេចក្តីដូច្នេះហៅថាសុគតិកមនាងង
រឿងមហាសេដ្ឋីមានកូន3នាក់ឆ្លោះដណ្ដើមមរតកគ្នាមាននិទានមួយថាមានមហាសេដ្ឋីម្នាក់មានកូនប្រុស3នាក់កូនច្បងនិងកូនបន្ទាប់2នាក់មានប្រពន្ធហើយចេញទៅនៅផ្ទះដោយខ្លួនពីគ្នាឆ្ងាយពីឪពុកចំណែកកូនពៅនៅផ្ទះជាមួយឪពុកជាប់រហូតមកលុះឪពុកមានជំងឺឈឺធ្ងន់កូនពៅដែលនៅផ្ទះជាមួយតែងថែទាំរក្សាចាំជំងឺបម្រើឪពុករាល់ថ្ងៃរហូតដល់ឪពុកខ្សែជីវិតឯកូនបង2នាក់មិនបានថែរក្សាជំងឺឪពុកទេប៉ុន្តែលុះឪពុកខ្សែផុតទៅហើយទើបបានមកជួយធ្វើបុណ្យខ្មោចឪពុកកូនទាំង3នាក់ឆ្លោះប្រកែកគ្នាដណ្ដើមកេរមរតកឪពុកនិយាយមិនដាច់ស្រេចនាំគ្នាទៅប្តឹងចៅក្រមកាត់ក្តីពុំបានក៏នាំបុរសទាំង3នាក់ក្រាបបង្គំទូលព្រះមហាក្សត្រតាមដំណើរសពគ្រប់ប្រការព្រះមហាក្សត្រទ្រង់ពិចារណាជ្រាបហើយទ្រង់កាត់សេចក្តីថាព្រះស្ដែងជាច្បងទាំង2នាក់ដែលមានប្រពន្ធហើយចេញទៅសង់ផ្ទះនៅដោយខ្លួនឆ្ងាយពីឪពុកត្រូវបានមួយភាគស្មើគ្នាឯប្អូនពៅដែលនៅផ្ទះជាមួយឪពុកហើយបានថែរក្សាជំងឺឪពុកនោះត្រូវបាន2ភាគកូនសេដ្ឋីទាំង3នាក់សុខចិត្តព្រមព្រៀងទទួលតាមព្រះបន្ទូលនោះហើយថ្វាយបង្គំលាទៅយកទ្រព្យកេរមរតកតាមចំណែកគ្រប់គ្នាហើយនៅទីលំនៅនៃខ្លួនទីតីសូមជូនរឿងចៅកំបិតបន្ទោះកាលដើមឡើយមានបុរស2នាក់ជាបងប្អូននឹងគ្នាម្ដាយឪពុកស្លាប់អស់ទៅនៅតែ2នាក់បងប្អូនក៏បបួលគ្នាទៅនៅវត្តរៀនអក្សរធម៌អាតសាស្ត្រាបាលីនិងលោកគ្រូសង្ឃរាជលោកក៏មេត្តាករុណាបង្រៀនព្រានប្រដៅឲ្យរៀនសូត្រក្មេងទាំង2នាក់ព្យាយាមណាស់រកក្មេងណាស្មើគ្មានដល់រៀនចេះចប់លោកគ្រូក៏បំបួសជានេនទាំងពីរពុំខ្ជិលសោះខំរៀនសូត្រនិងបម្រើលោកគ្រូពុំឲ្យគ្រូអអន់ប្រតិឡើយនេនទាំងពីរបួសបាន5វស្សានឹកចង់សឹកក៏ចូលទៅវន្ទាលាគ្រូសឹករួចលោកគ្រូផ្ដាំបរោះបងឲ្យទៅរកស៊ីនៅស្រុកចិននឹងបានជាចៅសួធំក្នុងស្រុកចិនឯបរោះប្អូនគ្រូពុំបានផ្ដាំអ្វីឡើយត្បិតគ្រូមើលឲ្យឃើញថាប្អូននឹងបានសោយរាជជាស្ដេចពីនគរទើបលោកគ្រូផ្ដាំថាចៅឯងទៅរកស៊ីបើនឿយណាស់កុំដេកយកប្រពន្ធត្រូវមើលម្ដាយក្មេកចូលដេកកុំនិយាយនឹងប្រពន្ធបើឯងរក្សាពាក្យទាំង3ម៉ាត់នេះបានស្មើនឹងឯងបាននគរ2អញគ្មានអ្វីឲ្យឯងទេបុរសទាំង2នាក់បងប្អូនក៏លាលោកគ្រូដើរទៅបុរសបងទៅរកស៊ីឯស្រុកចិនតាមពាក្យគ្រូផ្ដាំក៏បានជាចៅសួធំមែនបុរសប្អូនមិនដឹងរកស៊ីអ្វីទៅនៅនឹងបងប្អូនញាតិសន្តានគេក៏អាណិតដណ្ដឹងប្រពន្ធរៀបការធ្វើផ្ទះឲ្យនៅបុរសនោះផ្លេចពាក្យគ្រូផ្ដាំក៏នៅរកស៊ីនឹងប្រពន្ធជួនមានស៊ីជួនអត់បានព្រឹកអត់ល្ងាចបានល្ងាចអត់ព្រឹកសម្ពុតស្លៀកក៏គ្មានតែខោកញ្ចាស់ពាក់កណ្ដាលផ្លូវមួយដាច់លិចមុខក្រោយបុរសនោះតែងដើរទៅកំពង់ទឹកក្រែងមានគេមកពីស្រុកចិននឹងបានសួរដំណឹងពីបងខ្លួនថ្ងៃមួយមានសំពៅមកពីស្រុកចិនបុរសនោះក៏ចុះសួរគេថានាយសំពៅអើយអ្នកដែលបានប្រទះខ្មែរម្នាក់ដែរឬទេគាត់ទៅនៅរកស៊ីស្រុកចិន5ឆ្នាំហើយនាយសំពៅប្រាប់ថា
ឃើញខ្មែរម្នាក់ដែរឥឡូវគេបានជាចៅសួមានងារធំក្នុងស្រុកចិនគ្មាននរណាមានស្មើទេបុរសនោះសួរទៅនាយសំពៅថាអ្នកនាយសំពៅអញ្ជើញទៅវិញថ្ងៃណានាយសំពៅថា3ថ្ងៃទៀតខ្ញុំត្រឡប់ទៅវិញហើយបុរសនិយាយនឹងនាយសំពៅថាអ្នកនាយសំពៅបើអ្នកអញ្ជើញទៅវិញសូមអ្នកអាណិតឲ្យខ្ញុំសូមដោយសារទៅផងនាយសំពៅព្រមឲ្យទៅបុរសនោះក៏លានាយសំពៅមកផ្ទះវិញទៅដល់ផ្ទះបុរសនិយាយនឹងប្រពន្ធថានាងអើយយើងសពថ្ងៃនេះក្រលំបាកណាស់ឥឡូវនេះឮដំណឹងថាបងដែលទៅនៅស្រុកចិនគេបានជាចៅសួធំក្នុងស្រុកចិនឥឡូវបងចង់ទៅសួរក្រែងបងគេឃើញឯក្រគេអាណិតគេឲ្យប្រាក់កាសចាយសម្ពុតឆ្លៀកពាក់ខ្លះប្រពន្ធឮប្តីថាដូច្នោះសួរថាចុះអ្នកទៅជាមួយនរណាបុរសជាប្តីប្រាប់ថាបងសុំដោយសារសំពៅគេព្រមឲ្យទៅ3ថ្ងៃទៀតគេចេញសំពៅហើយប្រពន្ធថាបើអ្នកទៅក៏ទៅចុះលុះដល់3ថ្ងៃបុរសក៏ចុះទៅនាយសំពៅឃើញបុរសនោះទៅក៏ហៅចុះសំពៅចេញទៅកាលបើសំពៅរៀងទៅបុរសនោះមើលថែទាំជួយរក្សារបស់ទ្រព្យនាយសំពៅដោយរបស់ខ្លួននាយសំពៅឃើញបុរសនោះមានគំនិតមាយាទល្អក៏ស្រឡាញ់រាប់អានអាណិតឲ្យបាយទឹកស៊ីសពថ្ងៃរៀងទៅឯប្រពន្ធបុរសនោះកាលបុរសជាប្តីទៅស្រុកចិនក៏លួចមានសហាយមកដេកយប់ថ្ងៃឲ្យទៅវិញនិយាយពីបុរសដែលនៅជាមួយនាយសំពៅលុះដល់ស្រុកចិនក៏សួរនាយសំពៅថាវិលទៅខ្មែរវិញថ្ងៃណាប្រាប់ខ្ញុំផងនាយសំពៅប្រាប់ថា3ថ្ងៃទៀតនឹងចេញទៅបុរសឮដូច្នោះក៏សួររកបងទៅដល់មាត់ទ្វារផ្ទះបងឃើញមនុស្សចាំទ្វារគេសួរថានេះឬផ្ទះលោកចៅសួខ្មែរអ្នកចាំទ្វារប្រាប់ថានេះហើយផ្ទះលោកចៅសួអ្នកចាំទ្វារសួរបុរសវិញថាអ្នកឯងមកពីណាសួររកផ្ទះចៅសួបុរសប្រាប់ថាខ្ញុំមកពីខ្មែរលោកចៅសួនេះជាបងខ្ញុំបង្កើតបុរសចាំទ្វារមើលទៅបុរសនោះរូបអាក្រក់ស្លៀកខោពាក់កណ្ដាលផ្លូវសម្ពុតគ្មានដណ្ដប់លិចមុខលិចក្រោយមិនសូវសមនឹងលោកចៅសួខ្លួនសោះអ្នកចាំទ្វារមិនស្ងៀមទៅប្រាប់លោកចៅសួមិននៅព្រោះតែគាត់ស្ដាច់ក៏ជម្រាបប្រពន្ធថាអ្នកចៅវាយស្រីមានមនុស្សម្នាក់មកពីស្រុកខ្មែររូបអាក្រក់ស្លៀកខោពាក់កណ្ដាលផ្លូវគុណទៅដាច់លិចមុខលិចក្រោយហើយប្រាប់ខ្ញុំថាត្រូវជាបងប្អូនលោកចៅវាយប្រុសបង្កើតឥឡូវខ្ញុំឲ្យទៅចាំនៅមាត់ទ្វារនាងប្រពន្ធចៅសួនោះនឹកខឹងថាអាមនុស្សទុរគតនេះមកពីណាក៏ហ៊ានមកបង្កាច់គេថាប្តីអញជាបងវាបង្កើតក៏ប្រើមនុស្សឲ្យទៅចាប់បុរសនោះដាក់ច្រវាក់ទុកក្នុងរោងសេះថាចាំប្តីមកនឹងយកទៅសម្លាប់បុរសនោះលុះគេយកទៅដាក់ច្រវាក់ក៏នឹកឃើញថាអោអញអើយសង្វាតមកពីខ្មែរដល់ស្រុកចិនព្រោះតែបងឥឡូវគេពុំគិតឈាមដែលកើតពោះជាមួយគ្នាសោះគេឆ្មើងមានគេហ៊ានចាប់ឯងដាក់ច្រវាក់និងសម្លាប់ផងអញអើយបើទៅស្រុកខ្មែរវិញរកស៊ីតាមខ្លួនក្រគ្មាននរណាហ៊ានធ្វើបាបទេបុរសនោះពុំដឹងជាបងទៅគាត់ស្ដាច់លុះចៅសួជាបងវិលមកដល់ផ្ទះវិញប្រពន្ធប្រាប់ថាមានបុរសកំសត់ម្នាក់មកពីស្រុកខ្មែរនិយាយថាលោកជាបងបង្កើតតែខ្លួនអាក្រក់ស្លៀកខោពាក់កណ្ដាលផ្លូវឥឡូវខ្ញុំឲ្យគេដាក់ច្រវាក់នៅរោងសេះចាំលោកអញ្ជើញមកឲ្យនាំទៅសម្លាប់ចៅសួជាបងឮហើយថាទៅយកវាមកមើលក្រែងប្អូនបង្កើតមែនហើយចៅសួឲ្យដោះច្រវាក់បុរសនោះលុះបុរសនោះមកដល់ស្គាល់ជាប្អូនបង្កើតមែនក៏រៀបបាយឲ្យស៊ីមើលទៅឃើញប្អូនស្លៀកខោពាក់កណ្ដាលផ្លូវចៅសួក៏ឲ្យខោមួយស្លៀកហើយសួរប្អូនថាប្អូននៅឯនាយមិនដឹងរកស៊ីអ្វីទេក្រណាស់ហើយមានប្រពន្ធផងបានអីស៊ីបងឮប្អូននិយាយក៏អាណិតប្អូនមិនចេញស្ដីហើយសួរថាប្អូនមកជាមួយនរណាបុរសប្អូនជម្រាបថាខ្ញុំមិននឹងនាយសំពៅគេឲ្យដោយសារមកចៅសួជាបងថាចុះគេទៅវិញថ្ងៃណាបុរសប្អូនប្រាប់បងថា3ថ្ងៃទៀតគេចេញសំពៅទៅវិញចៅសួបងដឹងដូច្នោះក៏នៅស្ងៀមឲ្យទៅលើកបាយមកហើយបុរសជាប្អូនស៊ីជាមួយគ្នាលុះស៊ីរួចប្រាប់ប្អូនថាប្អូនដេកនៅផ្ទះនេះចុះបងទៅលេងផ្ទះចិនសែចៅសួទៅផ្ទះចិនសែឃើញក៏រៀបកៅអីថ្នាំចិនខ្សែទឹកតែទទួលហើយចៅសួនិយាយនឹងចិនសែថាអ្នកចិនសែខ្ញុំមករកមើលឲ្យប្អូនខ្ញុំបន្តិច
វាចេះតែក្រីក្រអញ្ចឹងទៅឬក៏គ្រាន់បើឡើងដែរចិនសែទាញសិភៅរកមើលសពទៅទីថាប្អូនលោកមិនមែនក្ររហូតទេ7ឆ្នាំទៀតនឹងបានសោយរាជស្ដេចនគរ2លោកនឹងបានជាធំក្នុងរាជដោយសារប្អូនប៉ុន្តែឥឡូវនេះលំបាកណាស់ដល់វិលទៅស្រុកវិញពាក់កណ្ដាលផ្លូវនឹងបានទ្រព្យតម្លៃពីនគរជាសម្រាប់ខ្លួនតែថាឃ្លាតទៅវិញដល់ថ្ងៃកំណត់បានសោយរាជនឹងបានទ្រព្យសម្បត្តិនោះមកជាសម្រាប់បុណ្យវិញទាំងអស់ចៅសួបានដឹងដំណឹងប្អូនដូច្នោះក៏លាចិនសែទៅផ្ទះវិញដល់3ថ្ងៃនាយសំពៅគេផ្ទុកសំពៅរៀបនឹងចេញទៅថ្ងៃនោះចៅសួជាបងយកផាឌិបមកហែកមួយត្បូងហុចឲ្យបុរសជាប្អូនបុរសជាប្អូនក៏បានទទួលផាឌិបមួយត្បូងលាបងចុះទៅដើរបណ្ដើរគិតបណ្ដើរនឹកតូចចិត្តស្ទើរមិនចង់កាន់ផាឌិបនោះសោះចេះតែនឹកតូចចិត្តថាអោបងប្អូននឹងគ្នាតាំងពីឪពុកម្ដាយស្លាប់ចោលទៅនៅកំព្រាតែពីរនាក់កាលវេលាក្រចេះស្រឡាញ់រាប់អានគ្នាដល់វេលាមានបានទាត់គ្នាចោលឆ្មាងមានស្ទើរមិនរាប់គ្នាមាសប្រាក់ដាក់ឃ្លាំងកកោកមិនហ៊ានយកឲ្យគ្នាមួយដំឡឹងយកតែខ្មោចផាឌិបឲ្យគ្នាមួយត្បូងលុះបុរសនោះដើរទៅដល់កំពង់ក៏ឡើងលើសំពៅនាយសំពៅឲ្យកូនឈ្នួលស្រាវយុទ្ធការសាក្តោងបើកទៅហើយនាយសំពៅសួរបុរសនោះថាប្អូនទៅឲ្យលោកចៅសួរតើលោកឲ្យអ្វីខ្លះបុរសប្រាប់នាយសំពៅថាគ្មានឲ្យអ្វីទេឲ្យតែផាឌិបមួយត្បូងនិងខោមួយនាយសំពៅបានដឹងហើយក៏នៅស្ងៀមលុះបើកសំពៅដល់ពាក់កណ្ដាលផ្លូវយប់ងងឹតនឹងទៅពុំរួចក៏បោះយុទ្ធការដេកហេតុតែបនដល់បុរសក៏នឹកឃើញពាក្យដែលគ្រូផ្ដាំថានឿយណាស់កុំដេកឥឡូវអ្នកសំពៅនេះដេកអស់ដូច្នេះអញកុំដេកអញអង្គុយនៅក្បែរក្តោងពុំហ៊ានដេកលុះដល់រាត្រាមានយក្សមួយហោះមកឃើញសំពៅវាចុះមកពងនឹងស៊ីមនុស្សហើយវាឈ្ងោកមើលទៅក្នុងសំពៅធ្លាក់ពុកមាត់លើបុរសនោះក៏ស្ទុះទៅស្រវាចាប់ជាប់ហើយស្រែកថាឯងស្លាប់នឹងដៃអញឥឡូវនេះហើយយក្សឮបុរសថាដូច្នោះផិតភ័យណាស់តែស្ទុះមិនរួចត្បិតបុរសនោះចាប់ពុកមាត់ជាប់យក្សភ័យក្រែងស្លាប់ក៏និយាយនឹងបុរសនោះថាអ្នកបុរសអើយបើអ្នកអាណិតលែងខ្ញុំនឹងតបគុណអ្នកជាខ្សែចងដៃដំបងវាយឯងឆ្នាំងឆ្អិនឯងខ្សែនឹងដំបងនេះបើមានបច្ចាមិត្តមកពីណាប្រមាថឲ្យតែខ្សែចងទៅដំបងវាយបច្ចាមិត្តនោះនឹងស្លាប់វិនាសអន្តរាយអស់ឯឆ្នាំងនេះបើឃ្លានអាហារចំណីហើយចង់បរិភោគអាហារចំណីអ្វីប្រាប់ឆ្នាំងថាឆ្អិនឡើងអញស៊ីក៏ឆ្អិនឯងឡើងបានបរិភោគមិនបាច់ដាំឡើយបុរសឮដូច្នោះក៏ថាបើដូច្នោះយក្សឯងឲ្យមកអញសិនសឹមអញលែងយក្សក៏ហុចប្រដាប់ទាំងនោះមកឲ្យបុរសនោះទទួលយកហើយលែងយក្សនោះទៅយក្សក៏ហោះទៅលំនៅវាវិញលុះព្រឹកឡើងបុរសនិយាយប្រាប់នាយសំពៅថានាយសំពៅយប់មិញមានយក្សមួយមកគិតចង់ស៊ីយើងរាល់គ្នាកុំតែបានខ្ញុំកុំអីវាស៊ីអស់ទៅហើយបើនាយសំពៅមិនជឿខ្ញុំសូមមើលសំណោកដែលវាសោកខ្ញុំនេះមានខ្សែចងឯងដំបងវាយឯងឆ្នាំងឆ្អិនឯងផងនាយសំពៅឮដូច្នោះសួរថាយកមកឲ្យបងមើលផងបុរសនោះហេតុតែជាមនុស្សត្រង់ក៏យករបស់ទាំងនោះមកបង្ហាញនាយសំពៅឃើញរបស់ទាំងនោះនឹកថារបស់ទាំងនេះមានតម្លៃឥតស្ដេចនិមឺនណាមានឡើយបុរសនេះមានសំណាងខ្ពស់អ្វីម្លេះបានទ្រព្យយ៉ាងនេះនាយសំពៅនឹកទៀតថាបុរសនេះល្ងងឆោតណាស់អញគិតបញ្ឆោតថាទុករក្សាឲ្យបើសំពៅទៅដល់គោកត្រង់ណាអញនឹងបញ្ឆោតវាឲ្យឡើងហើយអញបើកសំពៅទៅចោលអញនឹងយកទ្រព្យទាំងនេះនាយសំពៅគិតដូច្នោះហើយនិយាយថាសូមប្អូនឲ្យទ្រព្យទាំងនេះមកបងរក្សាទុកត្បិតប្អូនឯងគ្មានហឹបដាក់បុរសគិតស្មានថានាយសំពៅយកមករក្សាទុកឲ្យតាមត្រង់មិនដឹងជាគេគិតទុច្ចរិតនឹងខ្លួនឡើយទើបយកប្រគល់ឲ្យនាយសំពៅទាំងអស់នាយសំពៅក៏បើកសំពៅទៅដល់ចុងកោះមួយដែលមានដើមល្វាមួយដើមដុះក្នុងទឹកនាយសំពៅឲ្យចាប់ដើមល្វានេះឈប់ហើយនិយាយនឹងបុរសថា
បងចង់ប្រើប្អូនឲ្យឡើងបេះផ្លែល្វាស៊ីបុរសលឺនាយសំពៅប្រើក៏ឡើងដើមល្វាបេះផ្លែមិនដឹងជាគេនឹងចេញសំពៅទៅចោលសោះហើយនាយសំពៅចង្អុលថាហោប្អូនឡើងទៅមេឃលើប្អូនបោះចង្កោមធំនោះឲ្យបងបុរសក៏ឡើងទៅលើមេឃលើនាយសំពៅឲ្យកូនឈ្មួលច្រានសំពៅបោកចោលបុរសនោះទៅបុរសស្រែកហៅឲ្យគេមកយកគេក៏ពុំមកបុរសគិតថាអោអញអើយគេបញ្ឆោតឲ្យឡើងដើមល្វាគេចេញសំពៅទៅចោលគេគិតយករបស់ឯងខ្លួនឯងគេចោលឲ្យស្លាប់ម្នាក់ឯងកណ្ដាលសមុទ្របើនឹងរស់នឹងស្លាប់ឲ្យតែឆ្នាំងឆ្អិនឯងនៅវាគ្រាន់នឹងឲ្យចំអិនបាយចំណីស៊ីទំរាំមានសំពៅមកនឹងសុំដោយសារគេទៅឥឡូវបាយក៏អត់សម្ពុតដណ្ដប់ក៏គ្មានសមនឹងស្លាប់ពំលែងបុរសនោះនឹកអាណិតអាត្មាក៏យំសោកលុះយប់មានជ្រូកមួយមកស៊ីផ្លែល្វាទុំជ្រូកនោះមានកែវពាំដើរលើទឹកបានលុះអត់ត្រៀតស្ងាត់ជ្រូកនោះពាំកែវដើរលើទឹកមកនឹងរើសផ្លែល្វាស៊ីបុរសឃើញជ្រូកដាក់កែវនៅគល់ល្វាក៏បេះផ្លែល្វាចោលទៅឆ្ងាយឲ្យជ្រូកតាមទៅស៊ីខ្លួននឹងឆក់យកកែវជ្រូកនោះហេតុតែកុសលនោះត្រូវមានបុណ្យជ្រូកនោះក៏ទៅស៊ីឆ្ងាយពីកែវបុរសក៏សម្រូតចុះមកឆក់កែវជ្រូកបានរត់ចេញទៅខំដើរទាំងយប់លុះព្រឹកក៏បានទៅទាន់សំពៅក៏ស្រែកហៅថាអ្នកនាយសំពៅចាំខ្ញុំផងនាយសំពៅលឺមាត់បែរមើលទៅឃើញស្គាល់ថាបុរសក៏មូលក្តោងឈប់ចាំបុរសឡើងទៅលើសំពៅនិយាយថាអោអ្នកបងនាយសំពៅមិនគួរចិត្តអាក្រក់មកចោលខ្ញុំឲ្យខ្ញុំស្លាប់កណ្ដាលសមុទ្រសោះគុំតែបានកុសលខ្ញុំមានគុំអីស្លាប់បងអាសាតែម្នាក់ឯងនាយសំពៅឆ្លើយដោះសារថាអោប្អូនអើយបងស្មានថាប្អូនចុះមកខាងក្បាលសំពៅហើយបងមិនមានគំនិតចង់ចោលប្អូនទេហើយនាយសំពៅថាប្អូនបានអីក៏ដើរលើទឹកបានបុរសថាខ្ញុំមានកែវជ្រូកបានជាខ្ញុំដើរលើទឹកបាននាយសំពៅហេតុតែមានចិត្តអកតញ្ញូក៏ថាប្អូនឲ្យបងទុកឲ្យបុរសគិតឃើញថានាយសំពៅនេះវាគិតបញ្ឆោតអញទៀតហើយក៏និយាយថាសូមអ្នកនាយសំពៅយករបស់ទាំងនោះមកឲ្យខ្ញុំសិនខ្ញុំប្រមូលឲ្យមូលសឹមជូនទៅអ្នកវិញត្បិតរបស់នេះមានប្រយោជន៍អីដល់ខ្ញុំគង់តែខ្ញុំជូនអ្នកទាំងអស់ទេនាយសំពៅឮដូច្នោះនឹកថាបុរសនេះវាជាអ្នកល្ងង់គង់តែបានមកដៃអញវិញទាំងអស់ទេក៏យកខ្សែចងដំបងវាយឯងឆ្នាំងឆ្អិនឯងនិងផាដិបមួយត្បូងព្រមទាំងខោមកឲ្យបុរសទទួលរៀបវិចខ្ចប់សពគ្រប់ក៏សំពះលានាយសំពៅចុះដើរលើទឹកទៅនាយសំពៅនឹកស្ដាយក្រោយមិនចេញស្ដីមួយម៉ាត់បុរសខំដើរដោយអំណាចកែវផ្លូវដើរ7យប់បុរសដើរតែ2ថ្ងៃទល់ប្រលប់ដល់ផ្ទះលុះបុរសទៅដល់ផ្ទះក៏ស្រែកហៅប្រពន្ធថានាងអើយបើកទ្វារឲ្យបងទៅផងបងមកដល់ហើយឯប្រពន្ធជាស្រីអាក្រក់ក្បត់ចិត្តប្តីកំពុងតែដេកអោបសហាយឮមាត់ប្តីហៅធ្វើជាថាអ្នកណាហៅអីប្តីអញមិននៅទេកុំមកហៅអញបុរសឮប្រពន្ធថាដូច្នោះនឹកថាប្រពន្ធចិត្តត្រង់នឹងខ្លួនក៏ឆ្លើយថាបងមកហើយនាងប្រពន្ធថាយីអ្នកទេឬខ្ញុំគិតថាមនុស្សផ្ដេសផ្ដាស់វាហៅខ្ញុំហើយមនុស្សថាចាំខ្ញុំអត់ចន្លោះសិនតែវាបណ្ដោះសហាយវាសោះបុរសក៏ជីកដីក្រោមចណ្ដើរកប់កែវនិងខ្សែចងដំបងវាឯងនិងឆ្នាំងឆ្អិនឯងរួចលុបដីទៅមនុស្សបណ្ដោះសហាយវារួចវាអុចចន្លោះមកទទួលប្តីឡើងទៅលើផ្ទះរៀបបាយទឹកឲ្យស៊ីរួចវានាំប្តីចូលដេកពេលដេកវានិយាយថាអ្នកទៅស្រុកចិនបានអ្វីមកផ្ញើខ្ញុំខ្លះបុរសជាប្តីប្រាប់ទៅប្រពន្ធថាបងគ្មានអីផ្ញើទេបងគេឲ្យខោមួយផាដិបមួយត្បូងមនុស្សធ្វើជាស្រែកយំថាមិនមែនទេអ្នកកុហកខ្ញុំមិនដែលអ្នកណាទៅដល់បងហើយគេមានក៏នឹងឲ្យផាដិបមួយត្បូងខោមួយដូចនេះទេបុរសនឹកពាក្យគ្រូផ្ដាំថាចូលដេកកុំនិយាយនឹងប្រពន្ធបុរសនោះក៏ថាណហើយចាំព្រឹកសឹមបងប្រាប់ឯសហាយមនុស្សវាលបស្ដាប់ក្រោមផ្ទះមនុស្សសួរប្តីទៀតបុរសស្មានថាប្រពន្ធចិត្តត្រង់នឹងខ្លួនអាណិតប្រពន្ធនឹងចង់ប្រាប់តែក្រែងខុសបណ្ដាំគ្រូក៏រារែកក្នុងចិត្ត
ដល់មនុស្សចេះតែទទូចសួរបុរសក៏ភ្លេចដោយយល់ឃើញថាយប់នេះស្ងាត់នឹងដោយមិនដឹងជាសហាយប្រពន្ធនៅក្រោមផ្ទះក៏ប្រាប់ប្រពន្ធថាបងកប់កែវជ្រូកមួយខ្សែចងឯងមួយដំបងវាយឯងមួយនិងឆ្នាំងឆ្អិនឯងមួយនៅក្រោមជណ្ដើរមកផ្ទះសហាយឮក៏មកគាស់យកអស់បុរសនិងប្រពន្ធក៏ដេកលក់ទៅលុះព្រឹកឡើងបុរសនោះទៅរករបស់បាត់អស់ឃើញតែស្នាមបុរសនោះមិនចេញស្ដីដោយដឹងច្បាស់ថាប្រពន្ធមានសហាយក៏ធ្វើឃ្នាងដាក់ជណ្ដើរយកខ្សែចងអូសទៅប្តឹងចៅក្រមទទួលជំរះវាយជណ្ដើរពិចារណាសួរថាជណ្ដើរឯងទទួលបញ្ញើបុរសនេះម្ដេចឯងឲ្យមនុស្សមកលួចរបស់គេអស់ចៅក្រមហេតុតែជាអ្នកឥតប្រាជ្ញាមិនយល់ការរាក់ជ្រៅអាចកំបាំងក៏បបួលគ្នាសើចនឹងបុរសស្ដីឲ្យបុរសថានាំគ្នាបង្កើតក្តីថាបុរសឯងឈួតគ្មានជីដូនជីតាណាគេក្តីនឹងជណ្ដើរដូចអ្នកឯងទេចៅឯងទៅរកណាគេជំរះឲ្យចុះបុរសក៏ចងជណ្ដើរអូសចូលទៅក្នុងព្រះរាជវាំងពេលនោះជួនជាស្ដេចទ្រង់ប្រថាប់នៅចុងព្រះរាជរោងទ្រង់បានទតឃើញស្ដេចទ្រង់ឲ្យអាមាត្យទៅហៅបុរសនោះមកហើយទ្រង់មានព្រះបន្ទូលសួរបុរសថាដំណើរដូចម្ដេចបានជាអ្នកដាក់ឃ្នាងជណ្ដើរហើយចងអូសដូច្នោះតើមកពីហេតុអ្វីបុរសនោះក្រាបបង្គំទូលថាសូមទ្រង់មេត្តាប្រោសការដើមឡើយទូព្រះបង្គំបានយករបស់ជីកកប់ក្រោមជណ្ដើរនេះផ្ញើនឹងជណ្ដើរឲ្យជណ្ដើររក្សាឲ្យជណ្ដើរនេះឲ្យមនុស្សលួចយកអស់បានជាទូលបង្គំពុំសុខចិត្តនឹងជណ្ដើរនេះស្ដេចមានព្រះបន្ទូលសួរបុរសថារបស់អ្វីខ្លះបុរសក្រាបទូលថាខ្សែចងឯងឆ្នាំងឆ្អិនឯងនិងកែវដើរលើទឹកបានស្ដេចទ្រង់ជ្រាបទ្រង់ឲ្យបុរសយកជណ្ដើរនោះមកថ្វាយព្រះអង្គទ្រង់ឲ្យអាមាត្យយកទុកហើយទ្រង់មានព្រះបន្ទូលថាប្រពន្ធចៅឯងមានសហាយចៅឯងនៅនឹងយើងចុះរួចទ្រង់ព្រះរាជទានសម្ពុតអាវឲ្យបុរសនោះស្លៀកពាក់បុរសនោះក៏នៅគាល់បម្រើស្ដេចប្រមាណ3ថ្ងៃទ្រង់ព្រះរាជទានព្រះភូសាឲ្យបុរសនោះទ្រង់ផ្ដាំថាចូលឯងយកសម្ពុតដែលយើងឲ្យនេះទៅផ្ទះបើមានគេបបួលថាឲ្យមកមើលរបាំចូលឯងក៏មកឯងឲ្យតែសម្ពុតនេះទៅប្រពន្ធឯងស្លៀកពាក់មកមើលរបាំចុះបុរសនោះទទួលព្រះរាជអង្គការហើយក៏ថ្វាយបង្គំលាទៅផ្ទះវិញឯប្រពន្ធឃើញប្តីបានសម្ពុតល្អធ្វើរឹកជាស្រឡាញ់ប្តីណាស់លុះព្រឹកឡើងស្ដេចឲ្យប៉ាវកងថាឲ្យអស់អាណាប្រជានារីទាំងអស់មើលរបាំត្បិតស្ដេចចាត់ចែងរបាំឲ្យអស់រាសមើលអស់អ្នកស្រុកក៏បបួលគ្នាទៅមើលល្ខោនត្រហឹងអើងកងមេប្រពន្ធវាបបួលបុរសនោះថាអ្នកទៅមើលរាំនឹងគេឬទេបុរសថាអ្នកឯងយកសម្ពុតនេះស្លៀកពាក់ទៅមើលរាំនឹងគេចុះបងមិនទៅទេមនុស្សលឺប្តីឲ្យសម្ពុតល្អទៅស្លៀកមើលគេរាំក៏នឹកចង់យកទៅឲ្យសហាយវាស្លៀកត្បិតប្តីមិនទៅមើលទេមនុស្សបានសម្ពុតក៏រលះរលាំងចុះដើរទៅស្កាត់រកសហាយឃើញហើយក៏ឲ្យសម្ពុតនោះទៅសហាយស្លៀករួចបណ្ដើរគ្នាទៅក្នុងព្រះរាជវាំងចូលទៅមើលល្ខោនឈរទន្ទឹមគ្នាស្ដេចទ្រង់ឲ្យទាហានក្រុមវាំងដើរល្បាតមើលបើអ្នកណាស្លៀកសម្ពុតដែលទ្រង់ព្រះរាជទានឲ្យបុរសនោះទ្រង់ឲ្យហៅមកទាំងប្រុសទាំងស្រីអស់ពួកទាហានក្រុមវាំងក៏ហៅអានោះនឹងមនុស្សមកថ្វាយស្ដេចតតឃើញមិនមែនបុរសនោះទើបទ្រង់ហៅបុរសនោះមកទ្រង់សួរថាឯណាប្រពន្ធចៅឯងបុរសក្រាបទូលថានាងនេះហើយជាប្រពន្ធទូលព្រះបង្គំជាខ្ញុំស្ដេចទ្រង់មានព្រះបន្ទូលថាចុះប្រុសនេះចៅឯងស្គាល់ទេបុរសក្រាបទូលថាមិនស្គាល់ទេស្ដេចទ្រង់ឲ្យយកសម្ពុតកញ្ចាស់មកឲ្យអាសហាយនោះផ្លាស់សម្ពុតថ្មីចេញទ្រង់សួរថាសម្ពុតនេះចៅឯងបានមកពីណាអាសហាយផិតភ័យក៏ក្រាបទូលថានាងនេះឲ្យទូព្រះបង្គំជាខ្ញុំស្លៀកស្ដេចត្រាស់សួរថាឯងលួចប្រពន្ធបុរសនេះមែនទេអាសហាយក្រាបទូលថាទូព្រះបង្គំជាខ្ញុំលួចមែនទ្រង់សួរថាឯងលួចរបស់ដែលបុរសនេះកប់នៅក្រោមជណ្ដើរមែនឬទេអានោះក្រាបទូលថាមែន
ស្ដេចទ្រង់បណ្ដាអនុទៅយករបស់ទាំងអស់នោះមកហើយសួរបុរសនោះថារបស់នេះជារបស់ចៅឯងហើយឬបុរសក្រាបទូលថានឹងហើយណាហើយសូមទ្រង់អភ័យទោសវាឲ្យវាយកគ្នាជាប្តីប្រពន្ធចុះស្ដេចនឹងនាម៉ឺនកោតចិត្តបុរសនោះក៏ទ្រង់លើកលែងទោសតាមពាក្យសុំបុរសនោះលើករបស់ទាំងអស់ថ្វាយស្ដេចដោយក្រាបទូលថាខ្សែនឹងដំបងវាយនេះបើមានអ្នកណាមកជាបច្ចាមិត្តសូមទ្រង់ប្រើខ្សែចងដំបងវាយឯងឲ្យវាយបច្ចាមិត្តនោះស្លាប់វិនាសអស់បានឯឆ្នាំងនេះបើទ្រង់សពព្រះរាជហឫទ័យនិងព្រះស្ងោយអ្វីគ្រាន់តែប្រាប់ថាឆ្នាំងឆ្អិនឡើងព្រះស្ងោយនោះក៏ឆ្អិនដោយព្រះរាជហឫទ័យជ្រូកកែវនេះទៀតបើសពព្រះរាជហឫទ័យយាងលើទឹកទ្រង់យាងបានស្ដេចនឹកក្នុងព្រះទ័យថាទ្រព្យទាំងនេះជាទ្រព្យមានតម្លៃនឹងរកទ្រព្យអ្វីឲ្យស្មើនឹងតម្លៃបុរសនោះគ្មានទុកជាខ្លួនអញក្តីមហេសីក្តីបុត្រីក្តីទាំងទ្រព្យពេញនគរក៏ពុំស្មើនឹងរបស់បុរសនេះដែរហើយទ្រង់ក៏មានព្រះបន្ទូលទៅបុរសថាអញគ្មានអ្វីនឹងតបថ្លៃទ្រព្យចៅទេមានតែបុត្រីនិងព្រះរាជសម្បត្តិអញលើកឲ្យជាតម្លៃទ្រព្យចៅបុរសក្រាបទូលថាសូមទ្រង់ព្រះមេត្តាប្រោសទូលព្រះបង្គំជាខ្ញុំជាមនុស្សកំសត់ពុំប្រាថ្នាព្រះរាជសម្បត្តិនិងព្រះរាជបុត្រីល្អធូលីប្របាទទេបើទ្រង់ព្រះមេត្តាប្រោសសូមព្រះរាជទានតែកំបិតបន្ទោះមួយចុះស្ដេចទ្រង់ជ្រាបដូច្នោះទ្រង់មានព្រះបន្ទូលឲ្យជាងយកដែក10ហាបទៅសិតធ្វើកំបិតបន្ទោះមួយកំបិតបន្ទោះនោះយកក្តារត្រួត7ជាន់គ្រាន់តែអូសកាត់ក៏ដាច់មិនដឹងខ្លួនទ្រង់ឲ្យធ្វើស្រោមដាក់ហើយទ្រង់ព្រះរាជទានទៅបុរសនោះដោយហេតុស្ដេចទ្រង់ព្រះរាជទានព្រះរាជបុត្រីនិងរាជសម្បត្តិបុរសនោះមិនយកទៅយកកំបិតបន្ទោះដងមួយបានជានៅស្រុកកេសនមតហៅថាចៅកំបិតបន្ទោះដងមួយតាមហេតុនោះចៅកំបិតបន្ទោះដើរទៅដល់នគរមួយទៀតក៏សូមសំណាក់នៅផ្ទះមហាសេដ្ឋីមួយសេដ្ឋីនោះមានកូនស្រីម្នាក់គ្មានកូនប្រុសកាលបើឃើញចៅកំបិតបន្ទោះដងមួយមកសុំសំណាក់ដូច្នោះក៏មានចិត្តអាណិតស្រឡាញ់ឲ្យធ្វើជាកូនចៅកំបិតបន្ទោះដងមួយតាំងពីបានមហាសេដ្ឋីធ្វើជាឪពុកថ្ងៃណាក៏ថែរក្សាទ្រព្យរបស់ដាស់តឿនឲ្យខ្ញុំកំដរឲ្យធ្វើការរកស៊ីមិនឲ្យមហាសេដ្ឋីព្រួយចិត្តឡើយមហាសេដ្ឋីក៏មានចិត្តអាណិតស្រឡាញ់ចៅកំបិតបន្ទោះដងមួយលើសកូនបង្កើតជួនជាពេលនោះស្ដេចទ្រង់ចង់ពិសោធន៍រកនិមឺនមានប្រាជ្ញាចេះរក្សាទឹកដីជំនួសទ្រង់បានទ្រង់ក៏ឲ្យរៀបទីប្រតែងក្រាលពូកព្រំដាក់ចំណីអាហារបើមានមន្ត្រីណាត្រូវវេនចាំវាំងឲ្យស៊ីដេករៀងទៅអស់និមឺនក៏ទៅបរិភោគចំណីនោះហើយដេកនៅទីប្រតែងនោះស្ដេចទ្រង់លបចេញមកតោតឃើញដេកពំភ្ញាក់ក៏ទ្រង់ឲ្យដាស់ឡើងចាប់យកទៅកាត់ចោលតែត្រូវនិមឺនណាដេកវេននិមឺននោះស្លាប់ដល់វេនសេដ្ឋីក៏ឲ្យប្រពន្ធរៀបចំធ្វើបុណ្យដោយខ្លួននឹកថាតែទៅដេកវេនហើយមិនដែលនរណារស់មួយទេអស់ប្រពន្ធកូនបងប្អូនញាតិសន្តានខ្ញុំកំដរយំត្រហឹងអើងកងសេដ្ឋីដេកសន្ធឹងសន្ធៃអាហារចំណីក៏ពុំបរិភោគចៅកំបិតបន្ទោះដងមួយឬគេយំរាល់គ្នាក៏ទៅសួរមហាសេដ្ឋីជាឪពុកថាលោកពុកហេតុអ្វីបានជាគេយំត្រហឹងអើងកងហើយលោកពុកសម្រានសន្ធឹងសន្ធៃអាហារចំណីក៏មិនពិសាដូច្នេះតើមានការអ្វីសូមលោកឪពុកប្រាប់ខ្ញុំឲ្យបានដឹងផងមហាសេដ្ឋីឮចៅកំបិតបន្ទោះដងមួយសួរដូច្នោះក៏ប្រាប់កូនថាអោកូនអើយឪពុកបានអ្នកមកធ្វើជាកូនថ្ងៃណាឪពុកគ្មានទាស់ចិត្តទេឪពុកនឹកថានឹងបានស្លាប់ទៅរក្សាអ្នកនិងទំនប់បំរុងអ្នកឲ្យស្នងឪពុកឥឡូវឪពុកស្លាប់ល្ងាចនេះហើយត្បិតស្ដេចឲ្យទៅដេកចាំវាំងតែនិមឺនណាដែលទៅដេកមកជាស្លាប់ពុំខានឡើយបើអត់ពីឪពុកទៅកូននៅត្រូវថែរក្សាម្ដាយនិងប្អូនស្រីផងចៅកំបិតបន្ទោះដងមួយឮឪពុកនិយាយប្រាប់ដូច្នោះក៏ជម្រាបឪពុកថាសូមលោកពុកក្រោកឡើងភាសាកយ៉ាចុះការដេកចាំវាំងលោកពុកកុំថប់ទុកការងារឲ្យខ្ញុំសូមទៅដេកស្លាប់ជំនួសលោកពុកមហាសេដ្ឋីថាណាហើយកូនខ្លួនអ្នកនៅក្មេងខ្លួនឪពុកចាស់ហើយក៏ល្មមស្លាប់ដែរចៅកំបិតបន្ទោះដងមួយជម្រាបមហាសេដ្ឋីជាឪពុកថាការទៅដេកចាំវាំងនេះបើអ្នកណាមិនដឹងកលក៏ស្លាប់បើដឹងកលមិនស្លាប់ទេឯនិមឺនទាំងអស់
ដែលស្លាប់នោះសុទ្ធតែគ្មានដឹងកល់មានតែខ្ញុំទើបដឹងកល់ស្ដេចមហាសេដ្ឋីឮចៅកំបិតបន្ទោះនិយាយដូច្នោះក៏ក្រោកឡើងបរិភោគបាយងូតទឹកលុះដល់ល្ងាចចៅកំបិតបន្ទោះដងមួយកាន់តែកំបិតបន្ទោះចុះដើរទៅលុះដល់វាំងអស់ពួកព្រះក្រាលប្រគល់របស់ដែលរៀបបំរុងនោះឲ្យចៅកំបិតបន្ទោះដងមួយចៅកំបិតបន្ទោះដងមួយនឹកថាអោស្ដេចនេះទ្រង់សពរាជហឫទ័យរើសរកនិមឺនណាដែលមានគំនិតល្អអាចរក្សាទឹកដីបានជាទ្រង់ពិសោធន៍យ៉ាងនេះចៅកំបិតបន្ទោះដងមួយពុំដេកសោះថយទៅអង្គុយចម្ងាយ2យាមពីទីនោះលុះអត្រាតស្ងាត់ស្ដេចខ្លែងព្រះអង្គចេញមកចៅកំបិតបន្ទោះឃើញស្គាល់ជាស្ដេចក៏សងំពួនបំមាំងនៅសសរស្ដេចយាងមកដល់ទ្រង់តោតឃើញចំណីនៅដដែលទ្រង់ព្រះសន្ធិដ្ឋនៅក្បែរសសរចៅកំបិតបន្ទោះដងមួយស្រែកថាពុះកាប់អាចោមកពីណាគិតលួចទ្រព្យរបស់ស្ដេចភ្ញាក់ហើយទ្រង់រត់ទៅចៅកំបិតបន្ទោះក៏ស្ទុះរត់ចេញបណ្ដោយស្ដេចទ្រង់កិច្ចនឹងសសរចុងព្រះរាជរោងចៅកំបិតបន្ទោះធ្វើជាកាប់ផុតមិនឲ្យត្រូវតែសសរចុងព្រះរាជរោងស្ដេចទ្រង់កិច្ចពីសសរមួយទៅសសរមួយគ្រប់តែសសរចៅកំបិតបន្ទោះកាប់បង្ខុសពីស្ដេចឲ្យត្រូវតែសសរគ្រប់តែសសរចុងព្រះរាជរោងដោយមិនដឹងថាដាច់ឡើយទាល់តែស្ដេចស្រែកថាអញទេអញជាស្ដេចទេទើបចៅកំបិតបន្ទោះដងមួយលែងដេញស្ដេចក៏ចូលទៅក្នុងព្រះរាជដំណាក់ចៅកំបិតបន្ទោះក៏វិលមកកន្លែងដដែលលុះព្រឹកឡើងចៅកំបិតបន្ទោះទៅដល់ផ្ទះមានខ្យល់បក់មកឯក្រោយក៏រលំព្រះរាជរោងទាំងអស់ស្ដេចទ្រង់ឲ្យសួរថាវេនណាដេកចាំវាំងយប់មិញអាមាត្យក្រាបទូលថាត្រូវវេនមហាសេដ្ឋីស្ដេចទ្រង់ឲ្យអាមាត្យទៅសួរមហាសេដ្ឋីលោកអ្នកណាដេកចាំវាំងយប់មិញមហាសេដ្ឋីប្រាប់ថាកូនខ្ញុំអាមាត្យថាឥឡូវសត្រូវកាប់ព្រះរាជរោងរលំអស់បានជាស្ដេចទ្រង់ហៅលោកទៅមហាសេដ្ឋីឮអាមាត្យប្រាប់ដូច្នោះក៏ផិតភ័យនឹកថាអោកូនអើយសុំខ្លួនទៅដេកចាំវាំងជំនួសឪនឹកថាឲ្យបានក្តីសុខឥឡូវម្ដេចក៏សត្រូវចូលកាប់ចុងព្រះរាជរោងបានមហាសេដ្ឋីក៏បារម្ភក្រែងខ្លួនស្លាប់លុះដើរទៅដល់ចុងព្រះរាជរោងឃើញចុងព្រះរាជរោងរលំអស់ក៏រឹតតែភ័យជាថ្មីទៀតអាមាត្យនាំមហាសេដ្ឋីទៅដល់ស្ដេចទ្រង់សួរថាមហាសេដ្ឋីត្រូវវេនអ្នកឬអ្នកណាយប់មិញមហាសេដ្ឋីក្រាបទូលថាត្រូវវេនទូលព្រះបង្គំជាខ្ញុំស្ដេចមានព្រះបន្ទូលថាអ្នកណាដេកចាំវាំងសេដ្ឋីទូលថាកូនទូលព្រះបង្គំជាខ្ញុំទទួលព្រះរាជទានដំណេកចាំវាំងទ្រង់មានព្រះបន្ទូលថាមហាសេដ្ឋីអ្នកមានកូនប្រុសពីកាលណាក្រែងអ្នកមានតែកូនស្រីទេឬមហាសេដ្ឋីក្រាបទូលថាសូមទ្រង់ព្រះមេត្តាប្រុសកូនរបស់ទូលបង្គំជាខ្ញុំកំព្រាមិនដឹងមកពីណាទូលព្រះបង្គំជាខ្ញុំឃើញកំព្រាក៏សុំជាកូនត្បិតគ្មានកូនប្រុសស្ដេចមានព្រះបន្ទូលថាបើដូច្នោះឲ្យទៅហៅមកអាមាត្យក៏រត់ទៅហៅចៅកំបិតបន្ទោះដងមួយមហាសេដ្ឋីរឹតតែភ័យនឹកថាអោកូនអើយសុំស្លាប់ជាមួយឪពុកថ្ងៃនេះជាប្រកាសពំលែងអាមាត្យដែលទៅហៅចៅកំបិតបន្ទោះលុះទៅដល់ប្រាប់ប្រពន្ធមហាសេដ្ឋីថាអ្នកស្រីស្ដេចទ្រង់ឲ្យហៅកូនប្រុសអ្នកនាងជាប្រពន្ធមហាសេដ្ឋីថាអោអ្នកអាមាត្យអើយឥឡូវវាទៅដេកហើយព្រោះយប់មិញទៅដេកចំវាំងអត់ងងុយទល់ព្រឹកអាមាត្យថាទេអ្នកបើទុកជាអ្នកអត់ងងុយយ៉ាងណាក៏ដាស់ឡើងត្បិតស្ដេចទ្រង់ហៅប្រញាប់ប្រពន្ធមហាសេដ្ឋីប្រណីកូនមិនហ៊ានដាស់បញ្ជូនកូនស្រីឲ្យទៅដាស់នាងឯងទៅដាស់បងឡើងឯនាងកូនស្រីប្រកែកថាទេម៉ែខ្ញុំមិនហ៊ានទៅដាស់ទេព្រោះគាត់ទើបសម្រានអំបញ្ញមិញចៅកំបិតបន្ទោះឮគេមាត់ក៏រលឹកឡើងចេញទៅក្រៅម្ដាយឃើញកូនរលឹកប្រាប់កូនថាកូនស្ដេចទ្រង់ហៅកូនទៅឥឡូវរាជបម្រើគេអង្គុយតែចាំចៅកំបិតបន្ទោះក៏លុបមុខសិតសក់ឆ្លោះកញ្ចក់ស្លៀកសំពត់ចុះទៅជាមួយអាមាត្យទៅដល់ស្ដេចមានព្រះបន្ទូលសួរថានឹងហើយឬកូនអ្នកឯងមហាសេដ្ឋីទូលថាសូមទ្រង់ព្រះមេត្តាប្រុសនឹងហើយកូនទូលព្រះបង្គំជាខ្ញុំស្ដេចទ្រង់សួរថាអ្នកណាដេកចាំវាំងយប់មិញចៅកំបិតបន្ទោះដងមួយក្រាបបង្គំទូលថាទូលព្រះបង្គំជាខ្ញុំទទួលព្រះរាជាដំណេកយប់មិញស្ដេចទ្រង់ព្រះសម្ដាប់ហើយទ្រង់មានព្រះបន្ទូលទៅនឹងមហាសេដ្ឋីថាមហាសេដ្ឋីកាលដែលដាច់រលំព្រះរាជរោងអស់នេះអញពុំមានចិត្តខឹងទេធ្វើឡើងជាថ្មីទៀតបានតែរើសរកមនុស្សដូចកូនអ្នកនេះមិនបានទេនេះហើយទើបគេហៅថាមនុស្សពេញលក្ខណៈហើយទ្រង់សួរថាចៅឯងឈ្មោះអ្វីចៅកំ
កំបិតបន្ទោះដងមួយក្រាបទូលថាទូព្រះបង្គំជាខ្ញុំឈ្មោះចៅកំបិតបន្ទោះដងមួយស្ដេចមានព្រះបន្ទូលថាចៅកំបិតបន្ទោះយប់មិញដែលឯងកាប់អញនោះតើកាប់នឹងអ្វីចៅកំបិតបន្ទោះដងមួយក្រាបទូលថាទូព្រះបង្គំកាប់នឹងកំបិតបន្ទោះដងមួយទ្រង់មានព្រះបន្ទូលថាចៅឯងយកកំបិតបន្ទោះដងមួយនោះមកមើលបើអ្នកឯងថាកាប់នឹងកំបិតបន្ទោះដងមួយនោះមែនចៅកំបិតបន្ទោះដងមួយទូលថាសូមទ្រង់មេត្តាប្រោសបើទ្រង់ចង់ជ្រាបថាកំបិតបន្ទោះដងមួយមុតឬមិនមុតទ្រង់ឲ្យយកក្តារមកតម្រួតគ្នា7ជាន់ទូលព្រះបង្គំគ្រាន់តែអូសថ្វាយទតស្ដេចពុំជឿទ្រង់បង្គាប់ឲ្យអាមាត្យយកក្តារមកតម្រួតគ្នា7ជាន់ហើយទ្រង់ឲ្យចៅកំបិតបន្ទោះដងមួយយកកំបិតនោះទៅអូសដើម្បីទ្រង់ទតចៅកំបិតបន្ទោះដងមួយក៏យកកំបិតបន្ទោះទៅអូសកាត់ទៅតឹងរួចស្ដេចទ្រង់សួរថាដាច់ហើយឬនៅចៅកំបិតបន្ទោះដងមួយក្រាបទូលថាដាច់ហើយស្ដេចមានព្រះបន្ទូលថាបើដាច់មិនដាច់ក៏គ្មានស្នាមចៅកំបិតបន្ទោះដងមួយក្រាបទូលទៀតថាសូមទ្រង់ព្រះមេត្តាប្រោសបើទ្រង់ពុំជឿឲ្យមនុស្សទាញចុងទាញដើមមើលទើបទ្រង់ជ្រាបថាដាច់ឬមិនដាច់ស្ដេចឮចៅកំបិតបន្ទោះដងមួយក្រាបទូលដូច្នោះទ្រង់ឲ្យអាមាត្យចាប់ទាញចុងដើមឃើញដាច់ចេញពីគ្នាដូចគេកាត់កាលទ្រង់តតឃើញក្តារដាច់ចេញពីគ្នាដូច្នោះទើបទ្រង់ភ័យជាក្រោយដោយទ្រង់នឹកក្នុងប្រតិយថាយប់មិញប្រសិនបើចៅកំបិតបន្ទោះដងមួយវាកាប់ត្រូវអញសមអញស្លាប់បងអាសាគ្មាននរណាសមសោះនេះហេតុតែបនអញមានបានជាមិនស្លាប់ព្រះមហាក្សត្រទ្រង់តតឃើញដូច្នោះហើយទ្រង់មានព្រះបន្ទូលប្រាប់មហាសេដ្ឋីថាកូនអ្នកឯងនេះទើបជាមនុស្សចេះរក្សាទឹកដីមែនអាចធ្វើជាមន្ត្រីរក្សាស្ដេចបានមន្ត្រីអញទាំងអស់ដែលស្លាប់ទៅនោះគ្មាននរណាមួយចេះដឹងខុសត្រូវរក្សាទឹកដីរក្សាស្ដេចបានទេទីកន្លែងអញវាហ៊ានដេកចំណីអញវាហ៊ានស៊ីបើចំណីនឹងដំណេកអញវាហ៊ានធ្វើយ៉ាងនេះទៅហើយប្រសិនបើអញមិននៅមើលទៅចិត្តនិមឺនដែលអញសម្លាប់នេះប្រហែលជាវាហ៊ានឡើងដេកនឹងប្រពន្ធកូនអញមិនលែងឡើយហើយទ្រង់បង្គាប់មហាសេដ្ឋីថាមហាសេដ្ឋីកូនស្រីរបស់អ្នកត្រូវរៀបផ្សំផ្គុំឲ្យជាប្រពន្ធចៅកំបិតបន្ទោះដងមួយទៅមហាសេដ្ឋីនិងចៅកំបិតបន្ទោះដងមួយក៏ថ្វាយបង្គំលាស្ដេចទៅផ្ទះវិញទៅមហាសេដ្ឋីឲ្យរៀបធ្វើរោមការស្លាដើម្បីរៀបការកូនស្រីផ្សំផ្គុំនឹងចៅកំបិតបន្ទោះដងមួយនោះហើយមហាសេដ្ឋីអញ្ជើញអ្នកមុខអ្នកការអុកញ៉ាបញ្ញាព្រះជំទាវខុននាងញាតិសាច់ចិត្តខាងពីមកពិសាការដល់បានរឹកពេលវេលាល្អក៏រៀបពិធីមង្គលការចងដៃឲ្យពរជ័យសួស្តីផ្សំចៅកំបិតបន្ទោះដងមួយនិងកូនស្រីជាប្តីប្រពន្ធស្រេចបរិបូរជាសុខសប្បាយទៅឯចៅកំបិតបន្ទោះដងមួយលុះមានប្រពន្ធកាលណាពុំមានខ្ជិលច្រអូសឡើយតែងតែគាល់ស្ដេចតែសពថ្ងៃរៀងទៅលុះព្រះរាជាកាន់តែចាស់ជរាទ្រង់នឹកក្នុងព្រះចិន្តាថាអញចាស់ជរាហើយនឹងរកបុត្រាគ្មានតែបុត្រីអំណើសពេលនេះទៅនគរអញនឹងសូន្យព្រោះគ្មានកូនណានឹងសោយរាជស្នងអញនេះបានឥឡូវឃើញតែចៅកំបិតបន្ទោះដងមួយវាមានចំណេះប្រាជ្ញាកិរិយាមាយាទល្អណាស់ដូច្នេះគួរអញផ្សំគុំបុត្រីអញឲ្យទៅឲ្យវាសោយរាជស្នងអញរក្សាអស់អាណាប្រជានុរាស្ត្រចុះស្ដេចទ្រង់ព្រះតម្រេះក្នុងព្រះចិន្តាតែប៉ុណ្ណោះក៏ទ្រង់បញ្ជាឲ្យសង់រោងមង្គលការអាពាហ៍ពិពាហ៍ទ្រង់ឲ្យមហាគុណគូរកពេលលាល្អហើយទ្រង់ឲ្យមហាសេដ្ឋីចៅកំបិតបន្ទោះដងមួយទៅថ្វាយព្រះអង្គទ្រង់អភិសេកឲ្យសោយរាជសម្បត្តិជាស្ដេចរក្សាអស់អាណាប្រជានុរាស្ត្រជាសុខសប្បាយទៅឯនាងជាកូនស្រីមហាសេដ្ឋីក៏ទ្រង់យកមកនៅជាមួយគ្នាស្ដេចចៅកំបិតបន្ទោះដងមួយទ្រង់ឲ្យមហាសេដ្ឋីធ្វើជាអគ្គមហាសេនាសម្រាប់ធ្វើរាជការរក្សាព្រះនគរស្នងព្រះអង្គក្រោយមកព្រះមហាក្សត្រជាព្រះវរបិតាទ្រង់ចាស់ជរាទ្រង់ព្រះទីវង្គតទៅស្ដេចកំបិតបន្ទោះដងមួយឲ្យធ្វើសាលាសង់មេរុប្រាសាទបូជាព្រះបិតាមេដាធ្វើបុណ្យឆ្លងហើយធ្វើប្រជេតដីបញ្ចុះព្រះធាតុទាំងពីរព្រះអង្គស្ដេចកំបិតបន្ទោះដងមួយគង់នៅជាសុខឥតទុក្ខសោករោគាបៀតបៀនឡើយហើយទ្រង់ចង់ទៅថ្វាយបង្គំស្ដេចដែលទ្រង់ធ្វើកំបិតបន្ទោះព្រះរាជទានមកកាលដែលនៅជាបរោះនៅឡើយរួចទ្រង់ឲ្យមន្ត្រីរៀបកែពលថ្មើរជើង
រៀបប្រទីនាងកចេនត្រៈប្រទីនាងអសពីរួចហើយទ្រង់ផ្ដាំអគ្គមហាសេនាឲ្យថែរក្សាព្រះរាជវាំងមើលព្រះអគ្គមហេសីទាំងពីរហើយស្ដេចយាងឡើងប្រទីនាងកចេនត្រៈបរចេញទៅ3ខែទើបដល់លុះស្ដេចយាងដល់ហើយក៏ទ្រង់ឲ្យអាមាត្យចូលទទួលថាត្បិតស្ដេចកំបិតបន្ទោះដងមួយដែលកាលដើមឡើយបានថ្វាយខ្សែចងដំបងវាយឯងឆ្នាំងឆ្អិនឯងនិងកែវជ្រូកដើរលើទឹកហើយទ្រង់ឲ្យធ្វើកំបិតបន្ទោះដងមួយព្រះរាជទានទៅឥឡូវបានសោយរាជជាស្ដេចចូលមកថ្វាយបង្គំព្រះអង្គអាមាត្យទទួលព្រះបណ្ដាំក៏ថ្វាយបង្គំទូលស្ដេចនោះតាមព្រះរាជបញ្ជាស្ដេចនោះទ្រង់ជ្រាបក៏ទ្រង់ឲ្យរៀបទទួលយ៉ាងមហោឡារិកអាមាត្យវិលទទួលស្ដេចកំបិតបន្ទោះវិញថាស្ដេចម្ចាស់នគរសូមព្រះអង្គស្ដេចយាងចូលទៅជាឆាប់ត្បិតទ្រង់រលឹកណាស់ឯស្ដេចកំបិតបន្ទោះក៏ទ្រង់ឲ្យពួករេពលយោធាដង្ហែព្រះអង្គយាងចូលទៅស្ដេចម្ចាស់នគរតទៅស្ដេចកំបិតបន្ទោះឃើញប្លែកណាស់ស្ទើរពុំស្គាល់ក៏ទ្រង់ចុះចុងព្រះរាជរោងមកចាប់ទទួលព្រះហស្ថនាំឡើងទៅហើយទ្រង់ជប់លៀងអស់ពួកពលលិមើនសពមុខមន្ត្រីឲ្យស៊ីផឹកសប្បាយហើយស្ដេចម្ចាស់នគរទ្រង់គិតក្នុងប្រតិថាខ្លួនអញចាស់ហើយគ្មានបុត្រានឹងសោយរាជស្នងឥឡូវចៅកំបិតបន្ទោះនេះមានបុណ្យណាស់បានសោយរាជជាស្ដេចអញមានបុត្រីមួយអង្គនេះមិនដឹងឲ្យទៅនរណាទ្រង់ព្រះតម្រេះដូច្នេះហើយទ្រង់ក៏រៀបមង្គលអាពាហ៍ពិពាហ៍ផ្សំផ្គុំព្រះរាជបុត្រីនិងស្ដេចកំបិតបន្ទោះដងមួយនោះអភិសេកឲ្យសោយរាជជាស្ដេចទៅឯខ្សែចងឯងដំបងវាយឯងឆ្នាំងឆ្អិនឯងកែវជ្រូកស្ដេចជាព្រះបិតាលើកព្រះរាជទានឲ្យព្រះរាជបុត្រទាំងអស់ស្ដេចកំបិតបន្ទោះដងមួយលុះបានសោយរាជពីនគរហើយនឹកដល់បងនៅស្រុកចិនក៏ទ្រង់ប្រាឲ្យទៅយកមកពីស្រុកចិនមកឲ្យធ្វើអគ្គមហាសេនាស្ដីការរាជការជាធំក្នុងនគរហើយស្ដេចកំបិតបន្ទោះដងមួយថ្វាយបង្គំលាព្រះមេដាបិតាផ្ដាំបងឲ្យមើលការរាជការរក្សាវាំងហើយស្ដេចយាងវិលទៅនគរដើមវិញតែងយាងទៅយាងមកតតការខុសត្រូវថែរក្សាអស់អាណាព្យានុរាស្ត្រជាសុខសប្បាយរៀងទៅនឿយណាស់កុំដេកយកប្រពន្ធឲ្យមើលម្ដាយក្មេកដេកយប់គុំនិយាយនឹងស្រីបាទសូមអរគុណចំពោះការចំណាយពេលវេលាដ៏មានតម្លៃតាមដានស្ដាប់ពីដើមរហូតដល់ចប់បើសិនមានកំហុសខុសឆ្គងខ្វះខាតកន្លែងណាសូមមេត្តាខន្តីអភ័យទោសសូមមេត្តាចុច Subscribe ម្នាក់មួយផងដើម្បីបានវីដេអូបន្តទៀតសូមអរគុណ